រទស្សន៍សភាជាតិបារាំងភូបលិកស៊ីណាបានចេញផ្សាយវីដេអូស៊ើបអង្កេតរយៈពេល55នាទីលើព្រះមហាក្សត្រថៃវជ្រាលង្កនដោយលាតត្រដាងរឿងអាស្រូវរាជវង្សរាប់ទសវត្សរ៍របស់ទ្រង់ការគៀបសង្កត់ផ្នែកនយោបាយនិងការក្តាប់អំណាចរបស់រាជាធិបតេយ្យខ្សែភាពយន្តស៊ើបការសម្ងាត់នេះត្រូវបានចាក់ផ្សាយជាភាសាបារាំងនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025ដោយមានអ្នកទស្សនារាប់លានអ្នកនៅទូទាំងពិភពលោកវីដេអូនេះបង្ហាញពីអ្នកកាសែតបារាំងដែលក្លែងខ្លួនជាអ្នកទេសចរដើម្បីថតមហាក្សត្រវជ្រាលង្កនក្នុងអំឡុងពេលទ្រង់បង្ហាញខ្លួនជាសាធារណៈដ៏កម្រផ្នែកដំបូងនៃកម្រងស៊ើបអង្កេតរបស់ទូរទស្សន៍បារាំងនេះគឺខ្សែអាត់វីដេអូនៃពិធីខួបកំណើតដ៏ល្បីល្បាញនៅក្នុងឆ្នាំ2001របស់ភរិយាទី3របស់ព្រះអង្គគឺក្សត្រីស្រីរស្មីដែលត្រូវបានបង្ខំឲ្យអាក្រាតកាយស្ទើរតែទាំងស្រុងមន្ត្រីនិងបុគ្គលិករាជវាំងឈរមើលដោយមិនហ៊ានមាត់កដែលជារឿងអាស្រូវក៏ក្រៅប្រទេសថៃទូរទស្សន៍បារាំងថាសកម្មភាពរបស់មហាក្សត្រថៃនាពេលនោះបង្កឲ្យមានការភ័យខ្លាចថាម្ចាស់រាជទាយាទអង្គនេះនឹងក្លាយទៅជាក្សត្រដ៏មហន្តរាយនៅថ្ងៃណាមួយវីដេអូស៊ើបអង្កេតនេះក៏ជ្រៀតចូលជ្រៅទៅក្នុងជីវិតឯកជនរបស់ស្ដេចអង្គនេះដែរអាពាហ៍ពិពាហ៍ដំបូងរបស់ព្រះអង្គត្រូវបានរៀបចំដោយមាតារបស់ព្រះអង្គគឺម្ចាស់ក្សត្រីសិរីគិតដែលត្រូវជាក្មួយស្រីអាពាហ៍ពិពាហ៍នេះបានប្រេះឆាយ៉ាងឆាប់រហ័សដោយក្សត្រវជ្រាលង្កនបានតាក់ទងនារីដទៃដោយបើកចំហបន្ទាប់មកព្រះអង្គបានរៀបការជាមួយនឹងតារាសម្ដែងម្នាក់ជាភរិយាទី2និងមានកូនប្រុស4នាក់ដែលក្រោយមកត្រូវមហាក្សត្រអង្គនេះបណ្ដេញចេញពីប្រទេសថៃទៅសហរដ្ឋអាមេរិកទូរទស្សន៍បារាំងថាស្ដេចវជ្រាលង្កនបានបញ្ចេញរូបថតអាក្រាតកាយរបស់ភរិយាទី2ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះក្រៅពីរឿងអាស្រូវស្នេហាវីដេអូស៊ើបអង្កេតនេះបានបង្ហាញពីរបៀបដែលស្ដេចវជ្រាលង្កនពង្រឹងអំណាចបន្ទាប់ពីឡើងគ្រងរាជ្យនៅឆ្នាំ2016ព្រះអង្គបានសរសេររដ្ឋធម្មនុញ្ញឆ្នាំ2017ឡើងវិញដើម្បីគ្រប់គ្រងការិយាល័យទ្រព្យសម្បត្តិរាជវង្សដោយផ្លាស់ប្ដូរទ្រព្យសម្បត្តិជាតិទៅជាចក្រភពឯកជនដែលមានតម្លៃប្រហែលពី30ទៅ60ពាន់លានដុល្លារការកែប្រែនេះធ្វើឲ្យព្រះអង្គក្លាយទៅជាមហាក្សត្រដែលមានទ្រព្យច្រើនជាងគេបំផុតនៅលើពិភពលោកការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្របានឡើងទៅដល់ជាង800ករណីជារៀងរាល់ឆ្នាំហើយនិស្សិតសកម្មជននិងមេធាវីផងត្រូវជាប់ពន្ធនាគាររាប់ទសវត្សរ៍ខ្សែវីដេអូនេះរំលឹកឡើងវិញនៅការបាត់ខ្លួនរបស់អ្នកប្រឆាំងរាជានិយមយ៉ាងហោចណាស់9នាក់នៅប្រទេសឡាវនិងកម្ពុជាផងទូរទស្សន៍បារាំងដដែលបានទម្លាយបញ្ហានៃការស្នងតំណែងក្នុងព្រះជន្ម72វស្សាមហាក្សត្រវជ្រាលង្កននៅមិនទាន់ដាក់ឈ្មោះអ្នកស្នងតំណែងនៅឡើយទេព្រះអង្គម្ចាស់ឌីផាខនដែលជាអ្នកស្នងតំណែងផ្លូវការតែមួយគត់មានបញ្ហាប្រឈមនៅក្នុងការអភិវឌ្ឍបញ្ញាស្មារតីខណៈដែលរាជបុត្រាដែលនិរទេសខ្លួននៅអាមេរិកកំពុងវិលត្រឡប់ទៅថៃវិញដែលបង្កឲ្យមានចំនួនបកពួកនៅក្នុងរាជវង្សទូរទស្សន៍នេះបានបញ្ចប់ជាមួយនឹងសារផ្លែផ្កាថាស្ដេចវជ្រាលង្កនមើលទៅដូចជាព្រះអាទិត្យដែលមិនអាចប៉ះពាល់បានក៏ប៉ុន្តែនៅពីក្រោយរូបភាពនេះគឺរបបរាជានិយមដែលរង្គោះរង្គើដោយរឿងអាស្រូវការគៀបសង្កត់និងវិបត្តិផ្ទៃក្នុងដែលប្រទេសថៃមិនអាចលាក់បាំងបានអាណិតណាស់ទុកជន់លើទង់ចំនួនទឹកទើបស្រកឥឡូវជួបបញ្ហាខ្យល់ពុលទៀនតើអាចជាកម្មផលមកពីការឈ្លានពានទេដឹងគ្រោះធម្មជាតិកើតឡើងផ្ទួនចាប់តាំងពីការចូលលុកលុយឈ្លានពានមកលើប្រទេសកម្ពុជាប្រទេសថៃបាននឹងកំពុងជួបប្រទះនៅភាពអន្តរាយជាបន្តបន្ទាប់រាប់ចាប់ពីគ្រោះរំជួយដីរលំអគារព្រះធរណីបាក់ស្រុតចុះទៅក្រោមនៅកណ្ដាលរាជធានីបាងកកទឹកជំនន់និងបច្ចុប្បន្នកំពុងជួបនឹងវិបត្តិខ្យល់ពុលធ្ងន់ធ្ងរទៀតតើនេះជាបណ្ដាសាដូនតាខ្មែរឬក៏ជាកម្មផលដែលថៃត្រូវទទួលរដ្ឋមន្ត្រីក្រសួងអប់រំថៃលោកស្រីនរិមលផិនយ៉ូសិនវ៉ាន់បានណែនាំដល់សាលារៀនទូទាំងប្រទេសឲ្យអនុវត្តវិធានការបង្ការយ៉ាងតឹងរ៉ឹងចំពេលមានការកើនឡើងនៃកំហាប់ភាគល្អិតនីចល PM 2.5 ដែលកំពុងគំរាមកំហែងដល់សុខភាពសិស្សនេះបើតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍នៅថ្ងៃទី4ធ្នូនេះលោកស្រីនរិមលបានលើកឡើងថាភ្នាក់ងាររដ្ឋត្រូវតែតាមដានយ៉ាងដិតដល់នៅកំហាប់ភាគល្អិតនីចល PM 2.5 ដើម្បីវាយតម្លៃពីហានិភ័យដល់សិស្សគ្រូបង្រៀននិងបុគ្គលិកសាលាដោយសារកម្រិតបច្ចុប្បន្នឈានដល់កម្រិតពណ៌ទឹកក្រូចនិងក្រហមលើសពីស្តង់ដារសុវត្ថិភាពសាលារៀនត្រូវបានជំរុញឲ្យផ្អាកសកម្មភាពក្រៅថ្នាក់និងឲ្យសិស្សពាក់ម៉ាស់ការពារគ្រប់ពេលវេលាលោកស្រីបន្តថាអ្នកគ្រប់គ្រងសាលាត្រូវតែប្រុងប្រយ័ត្នចំពោះសុខភាពសហគមន៍របស់សិស្សកាត់បន្ថយឬជៀសវាងសកម្មភាពក្រៅថ្នាក់និងធានាការប្រើប្រាស់ម៉ាស់តម្រង PM 2.5 បន្ថែមពីនោះរដ្ឋមន្ត្រីក្រសួងអប់រំរូបនេះបានសង្កត់ធ្ងន់លើការអនុលោមតាមការណែនាំរបស់ក្រសួងអប់រំស្ដីពីការបង្ការនិងដោះស្រាយការបំពុលខ្យល់
និងបានជំរុញឲ្យសាលារៀនស្នើសុំការគាំទ្រពីភ្នាក់ងារក្នុងតំបន់ប្រសិនបើចាំបាច់លោកឯកវរុនយូអមរាប៉ាឡាអ្នកនាំពាក្យរដ្ឋបាលរាជធានីបាងកកដែលហៅកាត់ថា BMA បាននិយាយថាកម្រិត PM 2.5 ជាធម្មតាកើនឡើងចាប់ពីខែធ្នូដល់ខែមីនាមជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់រាជធានីបាងកកបានរាយការណ៍នៅថ្ងៃទី3ធ្នូថាកម្រិតភាគល្អិតពុល PM 2.5 ជាមធ្យមរបស់រាជធានីបាងកកកើនឡើង 47.1 មីក្រូក្រាមក្នុង1ម៉ែត្រគីបលើសពីស្តង់ដារសុវត្ថិភាពជាតិ 37.5 មីក្រូក្រាមក្នុង1ម៉ែត្រគីបអាជ្ញាធរជំរុញឲ្យប្រជាជនពាក់ម៉ាស់និងកាត់បន្ថយសកម្មភាពក្រៅផ្ទះមជ្ឈមណ្ឌលបានចេញការណែនាំអំពីសុខភាពសម្រាប់សាធារណជនដូចជាពាក់ម៉ាស់ការពារ PM 2.5 រាល់ពេលចេញទៅខាងក្រៅកំណត់ពេលវេលាលើសកម្មភាពនៅខាងក្រៅតាមដានរោគសញ្ញាដូចជាក្អកដកដង្ហើមខ្លីឬក្រហាយភ្នែកនិងការយកចិត្តទុកដាក់លើក្រុមមនុស្សដែលងាយរងគ្រោះរួមមានកុមារមនុស្សចាស់ស្ត្រីមានផ្ទៃពោះនិងអ្នកដែលមានជំងឺផ្លូវដង្ហើមឬបេះដូងប្រជាពលរដ្ឋក៏ត្រូវបានលើកទឹកចិត្តឲ្យទៅរកគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានរោគសញ្ញាណាមួយកើតឡើងមិនចង់លើកនិងចង់និយាយអីច្រើនអំពីបញ្ហារឿងមីននេះទេពីព្រោះអន្តរជាតិគេដឹងឮអស់ហើយក៏ប៉ុន្តែភាគីថៃនៅតែមិនព្រមស្ងប់ស្ងាត់ហើយឥឡូវនេះថៃយកបញ្ហារឿងផ្ទុះមីននេះធ្វើជារបរនយោបាយរបស់គេដើម្បីនឹងទៅបោកប្រាស់អន្តរជាតិបាទការផ្ទុះមីនចុងក្រោយបងអស់នេះគឺជាការផ្ទុះមីនដែលអត់មានភ័ស្តុតាងហើយក៏អត់មានអ្នករបួសអ្វីទេដែលថៃបានលើកឡើងថាការផ្ទុះមីនគឺជាស្នាដៃរបស់ទាហានខ្មែរទៀតហើយក្នុងនោះផ្ទុះមីនលើកនេះនៅម្ដុំខេត្តព្រះវិហារក៏វាជាការលើកឡើងដោយឯកតោភាគីរបស់ភាគីសៀមហើយកន្លែងទីតាំងដែលថាផ្ទុះហ្នឹងអត់មានទាំងអ្នករបួសហើយខាងកម្ពុជាអត់ឮសូរមីនទៀតអត់ឮសូរផ្ទុះទៀតតែថៃគេប្រឌិតយករឿងហ្នឹងនេះដើម្បីនឹងឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសរបស់គេធ្វើដំណើរទៅដើម្បីបំភ្លឺនិងបកស្រាយជូនអន្តរជាតិនៅឯទីក្រុងហ្សឺណែវនោះយករឿងហ្នឹងទៅទៀតក្នុងនោះអ្វីដែលអន្តរជាតិគេបានដឹងឮហើយក៏គេមិនចង់ស្ដាប់នៅការបកស្រាយរបស់ភាគីថៃទៀតទេដោយសារថាវារឿងដដែលហើយក៏វាមិនដែលមាននៅភ័ស្តុតាងណាច្បាស់លាស់ពីភាគីទី3ធម្មតាយើងចំនួនមានចំនួនជាមួយគ្នា2នាក់មិនចឹងទេណាឆ្លោះគ្នាម្នាក់ក៏យកត្រូវរៀងខ្លួនហើយយើងក៏ថាយើងត្រូវគេក៏ថាគេត្រូវអញ្ចឹងដើម្បីនឹងឲ្យវាមានគេហៅថាភាពសុក្រិតយុត្តិធម៌និងត្រឹមត្រូវនោះវាត្រូវមានភាគីទី3ដូច្នេះរឿងផ្ទុះមីននេះដែលថៃយករឿងនេះធ្វើជារឿងធំមហាធំដល់ថ្នាក់ដែលថាផ្ទុះមីនទាហានខ្លួនដាច់ជើងមកខាងហ្នឹងដែលមិនទាន់ដឹងថាមីនអ្នកណាដាក់ហើយផ្ទុះនឹងវាផ្ទុះពិតប្រកបអត់ទេអត់មានអ្នកទី3ណាបង្ហាញភ័ស្តុតាងឬក៏ឲ្យវាមានភាពសុក្រិតយុត្តិធម៌សម្រាប់កម្ពុជានោះអត់មានទេអញ្ចឹងជារៀងរហូតថៃតែងតែយករឿងនេះយកដើម្បីនឹងបំភ្លៃអន្តរជាតិហើយដាក់កំហុសមកកម្ពុជាចេតនាដើម្បីនឹងធ្វើឲ្យកម្ពុជាខូចគេឈ្មោះកិត្តិយសរបស់កម្ពុជាហើយគេកេងចំណេញខាងនយោបាយដើម្បីយកព្រៀបលើឆាកអន្តរជាតិក្នុងរឿងមីនហ្នឹងក៏ប៉ុន្តែកម្ពុជាឆ្លាតកម្ពុជាបានដើរមុខសៀមនឹង2-3ជំហាននោះរឿងមីនហ្នឹងដោយសារអីដោយសាររាប់ទសវត្សរ៍មកហើយដែលកម្ពុជារបស់យើងអង្គភាពស៊ីម៉ាក់គឺជាអង្គភាពដោះមីនបានតំណាក់តំណងតាក់ទងជាមួយនឹងបរទេសហើយក្នុងជាពិសេសអនុសញ្ញាអូតាវ៉ានឹងហើយដែលជាម្ចាស់ភាគីនៃការតាមដានរឿងមីននេះដូច្នេះគេដឹងពីរឿងមីននៅកម្ពុជានឹងដូចបាតដៃអញ្ចឹងទៀត
đôi bạt hay chăng lúc nẹt na mình mà tha để xiêm rồi còn nẹt na thì mình ai tới này dê cho bạc căn Campuchia bị rương min nước bàn tỷ vô Campuchia mình trâm tại đo min nó không bật bọc luôn thế thamแต่ไปจูนเนี่ยไปเจ๊กันเตะดอกมินเต้าช่วยประเทศได้มีปัญหาเรื่องมีหนึ่งเตียเต้าชนะประเทศหายจังอันตรายเจี๊ยกิดังปวดมีนนักวิมีนมารอบตุสวัสดิ์หายไทยตืบแต่โยเรื่องนี้โดยซาไอเตียนโดยซาท่าอดมีนเรื่องเอาไว้เซ็งแต่อาจหนึ่งไว้ประหาขมายยืงบ้านกล่าวปีเรื่องมีหนึ่งเตียปีพวกบ้านยืงหายตีเฮียนเสียมบ้านยืงมุนหายยืงอดต่อพวกมันอาจมาบังคับยืงบ้านตียังรอจับกับฮอกเยอะกันบ้านนี่โดยเฉพาะเอาไว้ได้อาจับกับฮอกบ้านได้ไทยกึดเงี้ยเนาะคือเรื่องมีนพร้อมแทงเรียบจำสำแดงทอดเจียคลิปการลุยดักมีนระบายตีเฮียนกัมพูชีโยเตอร์ปักไฮอันตรายชีดอัดเข้าปีฆ่าได้เกทอดเรื่องฮอลลีวูดเตียนแต่เวอันจริงฮอลลีวูดต้องแต่ถากการกึดระบายขลุ่นการสำลักเจ็ดระบายขลุ่นนึกว่าvì ở trầm trâu, sau đó đi chỗ lục bàn phò, lục còn hiền cha, lục chỉ riêng này đằng riêng này hay ca đạn nâng riêng trong đạn nâng, vì mình men ca tụi đạn min, anh ấy cứ được biết thưa bằng hai, nè riêng sâu đạn min, anh nâng trâu tại bờ thạch là luộc đạn min, ọt là biết nâng tiền, ọt là biết nâng tiền, kia tụi đạn của mình ai đạn về ngày này. Vì dễ tao an ấy thì hiên kla han tự đặng min đúng không ngày che đúng không để chế chia bạch bọn ni miền tăng pi drone miền tăng pi camera suốt tập hiệp miền tăng ấy tăng o xua thà kia ai đăng ban thế thưa là biết đăng vì là ngôn pi hai tiền để hiên tao đặng min rồi hai ngày tiền ngày hay thọt video tiết anh đã chia cái sao bạn mời nhai xì mời chăng à vậy là thay vô rương mini vô thưa chia rồi bò để vô bài làm bay được bò pra anh đã chia đúng không kế có bị cha là na đấy thà ta ca đạiกูจึงลวดต่างปีเนี่ยเพียกีต่างปีนั่นไงเมียนจึงลวดอย่างนี้ให้ด้วยให้อ้างเรียงคล้วนท่าเนี่ยนี่ถ้วยเจ๊เนี่ยดูถ้วยจ้องจึงออลมุกดักนี้โดยเฉพาะกีก็พิจารณาได้ถ้าตาเวียปิดหรือก็มันปิดเวียมันแม่นเนื้อซอกอดเมียนจึงลวดอย่างนี้ให้ประกาศเรื่องหนึ่งเมาอันนั้นเป็นเรื่องเสียเตี้ยแต่ดอชลวดนี้ให้เนี่ยให้มาจอบเพียกีมาข้างถ้าสำลักคล้วนถ้าบั่นคล้วนถ้าทั่วบาปคล้วนโดยอัดเมียนพอต่างนาแต่งออกเนี่ยประเมินเรื่องดัดเชิงตู้มีดัดเชิงระบบตีเฮียนเหมือนเนี่ยระบบเสียมนั่นแหละได้เหมือนตอนดังถ้าตามีเนี่ยนาเป็นประกอบหายเบียเลือตึกใดหน้าตึกใดเสียมหรือก่อนตึกใดขมายปีปลัวอันตรายชีพกิดังกรุบเนียกรุบประเทศทั้งอ้อท่าขมายมีจมกามีนจีบพิเศษในบทตัวปรบแดนกัมพูชีไทยนั่งครอบจะบังขณีครอบไวขณีจังเวียเพียกีจนล้วนนึกอะเก็บดักมีเรียงคล้วนให้ปิดประกอบเตี้ยได้เหมือนไอ้ประกายบ้านเสียมคล้วนไอ้นั่นก็ประกอบมีในครองใดระบอกคล้วนได้คลายโลกูจนลวกขมายหนึ่งขมายน้องอ่ะจุลโจตะขนมปฏิระบอกคล้วนลวกโยได้ระบอกคล้วนได้คล้วนอดบานมาโชว์เชิงในขังมุกปีพวกคลายตะกรอบงอบโดยสากิบันขี้ประยุทธ์ขี้โดยฉะนั้นดักมีนเตอร์ดับใบกาเปียเพื่อเจียระบองนี่คือเจียทอมเจียระบองเวียคือเวียดเติมเมียนโดยฉะนั้นเองแต่ดอกดักเตอร์เวียดดอกเวียนมันบานจังแต่เฮียนระบองล้วนเตอร์ก็มาได้เรือใดไทยคือจอนมีนไทยนั่นเองมาถ้าจอนมีนกัมพูชีตอนแต่เฮียนลูกไอ้นั่นโจรมาสักใดกัมพูชีออดเมียนไอ้ปีบ้าขึ้นเตียนให้จะมาลูกไอ้แต่เฮียนลูกไอ้โจรมาใดกัมพูชีโจรมาถือไอ้นู่นให้ได้อันตรายชีพกิจเจ๊กิจพิจารณาก็มันตั้งเสียมมาระยะนั่งอ่ะตั้งไปชั่วจีบวยกัมพูชียืงเมามีมาให้ชะตาจังโยได้ขึ้นมายืงหนึ่งเมาจังโยภาษาระบยืงหนึ่งเต้าโดยจะวอลแวะไม่เต้โดยละงีละเงือละงงเล่นเจ๊กิจดังเข้าดังเต้าอ๋อหาลีไง
តាំងពីនាយករដ្ឋមន្ត្រីរបស់ខ្លួននឹងតាំងពីអ្នកនយោបាយនឹងសិតតាហោះតែ15នាទីចូលមកដល់ភ្នំពេញទម្លាក់សម្លាប់ថ្នាក់ដឹកនាំរបស់ខ្មែរអីចឹងនិយាយរបៀបហ្នឹងណាវាតល់តែអ្នកលងីលងើប៉ភ្លីប៉ភ្លើអត់ដឹងអីអានឹងបានគេនិយាយរបៀបហ្នឹងក៏តែដល់ថ្នាក់នាយករដ្ឋមន្ត្រីដល់ថ្នាក់អ្នកនយោបាយដល់ថ្នាក់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់យោធាថៃហើយនិយាយប៉ភ្លីប៉ភ្លើធុនហ្នឹងទេខ្ញុំបាទថាប៉ភ្លីប៉ភ្លើហ្នឹងពីព្រោះវាភ្លើមែនហើយអត់ព្រមសារភាពទៀតដល់ថ្នាក់ទៅថាឲ្យភ្លើងខៀវឲ្យទាហានទៅដល់ទង់ជាតិរបស់ថៃនឹងនៅក្នុងដីខ្មែរនៅកន្លែងណាក៏បានដែរឲ្យតែប្រជាជនថៃពេញចិត្តនឹងរឿងនាយករដ្ឋមន្ត្រីរបស់ប្រទេសមួយហើយអះអាងខ្លួនថាជាប្រទេសស៊ីវិល័យគេនិយាយអញ្ចឹងនេះគឺជាការរំលោភអធិបតេយ្យភាពរបស់ប្រទេសជិតខាងខ្ញុំបានធ្វើคลิปជាភាសាថៃផុសទៅរួចហើយសួរខ្ញុំចាក់คลิปហ្នឹងជាភាសាថៃហ្នឹងចាក់ហើយចាក់ទៀតចាក់ហើយចាក់ទៀតដែលអនុทินនិយាយថាឲ្យភ្លើងខៀវឲ្យទាហានទៅដល់ទង់ជាតិគេនឹងនៅណាក៏បានដែរទោះបីជាគេអត់និយាយថាខមមិនហ្នឹងក៏ដោយក៏ប៉ុន្តែចេតនានៃការសម្ដីរបស់និយាយហ្នឹងគឺសម្ដៅមកលើកម្ពុជារបស់យើងហ្នឹងខ្ញុំបាទសួរថាថ្នាក់ដឹកនាំលោកឯងនិយាយរបៀបហ្នឹងឡាវគេស្ដាប់ទៅគេគិតថាម៉េចភូមាលឺទៅនាយករដ្ឋមន្ត្រីប្រទេសមួយជាប់អញដែរតិចមកគិតប្រទេសអញដូចប្រទេសកម្ពុជាដែរទៅនេះហើយទង្វើគេហៅថាអត់ទទួលខុសត្រូវហើយក៏មានមហិច្ឆតាឈ្លានពានប្រទេសកម្ពុជារបស់យើងក៏ដូចប្រទេសជិតខាងរបស់ខ្លួននៅក្នុងពេលដែលខ្លួនជានាយករដ្ឋមន្ត្រីហ្នឹងត្រូវនិយាយយ៉ាងដូចនេះឬគ្រាន់តែជន់មានដាច់ជើងពឹងមិនទាន់ដឹងស្អីផងហែកចោលកិច្ចព្រមព្រៀងសន្តិភាពហើយហ៊ានមើលងាយដល់ទៅប្រធានអាស៊ានបដូវវេនម៉ាឡេស៊ីអាយដាមអាន់វ៉ាអ៊ីប្រាហ៊ីមហ៊ានទៅមើលងាយដល់លោកប្រធានាធិបតីដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកដូច្នេះនេះគឺជាការកេងប្រវ័ញ្ចផ្នែកនយោបាយរបស់សៀមលើឆាកអន្តរជាតិដែលសៀមគិតថានឹងបានចំណេញក៏ប៉ុន្តែសៀមមិនបានមើលមិនបានឃើញថាដំណើរជំហានបោះទៅមុខរបស់កម្ពុជាលើការទូតនេះដែលភាគីបកប្រឆាំងសៀមខ្លួនឯងនឹងក៏បានលើកឡើងដែរថារដ្ឋាភិបាលរបស់សៀមមិនថារដ្ឋាភិបាលជំនាន់ណាទេទាំងជំនាន់នេះអនុทินនឹងក៏ដោយមិនដែលដើរទាន់ខ្មែរទេលើឆាកអន្តរជាតិលើការទូតដើរក្រោយខ្មែររហូតឥឡូវក្រោយទៀតអាយដាមលីធុចសំទោសអាយដាមលីធុចទេសរដ្ឋមន្ត្រីទទួលខុសត្រូវខាងមីននឹងបានទៅដល់ទីក្រុងហ្សឺណែវនៅវេទិកាអង្គការសហជីវជាតិស្ដីពីរឿងមីនដែលមានប្រទេសជាង160ប្រទេសចូលរួមហើយកម្ពុជារបស់យើងបានបង្ហាញយ៉ាងច្បាស់នៅឯកសារក្នុងនោះគឺក្របបែកចង្កោមទៀតក្របបែកចង្កោមនេះយើងនិយាយតែរឿងនេះមួយណាទៀតណាអន្តរជាតិគេពេបជ្រាយឲ្យសៀមពីព្រោះវាជាក្របដែលអន្តរជាតិគេហាមហើយគេដឹងឮទាំងអស់គ្នាអត់តែសៀមធ្វើប្រភ្លីប្រភ្លើអត់ដឹងប្រើក្របនឹងមកហើយបាញ់មិនមែនមកក្របទេចូលដីកម្ពុជាយើងឥឡូវស៊ីម៉ាក់រកឃើញចុងក្រោយនេះរកឃើញក្របបែកចង្កោមនោះប្រហែលក្របទៀតហើយធ្វើឲ្យកុមារខ្មែរយើងស្លាប់ម្នាក់ទៀតនោះគឺជាចំណុចខ្លាំងនៃការយកឯកសារភ័ស្តុតាងនឹងយកទៅបង្ហាញអន្តរជាតិសៀមលេលើអត់ដឹងអីលោកសៀស័ករដ្ឋមន្ត្រីក្រសួងការបរទេសទៅយកអាមីនផ្ទុះចុងក្រោយអត់មានរបួសហើយខ្មែរអត់បានលឺសូរទៀតយកទៅបង្ហាញអនុគណៈកម្មការអូតាវ៉ាគិតថានឹងវាយប្រហារខ្មែរបានហើយឈ្នះហើយរឿងនេះយើងយករឿងមីននឹងទៅនិយាយទៅក៏ប្រទេសគេដឹងអស់អញ្ចឹងការទូតរបស់កម្ពុជានិងថៃមួយរយៈនេះគឺយើងមានប្រៀបខ្លាំងមែនទែនខ្ញុំបាទនិយាយទៅមានមោទនភាពទេដែលថ្នាក់ដឹកនាំរបស់យើងនិយាយទៅគឺសម្ដេចតេជោលោកបានរៀនសូត្រពីបកូនណាបិតាព្រះបរមរតនកោដ្ឋ
ផ្នែកការទូតនឹងគឺប៉ាកែមែនទែនទៀតប៉ាកែមែនទែនឥឡូវយើងមើលជាក់ស្ដែងទៀតកម្ពុជារបស់យើងទៅជួបជាមួយនឹងអន្តរជាតិនៅទីក្រុងហ្សឺណែវហ្នឹងប្រហែលថ្ងៃមុនហើយជាបាទទើបឃើញព័ត៌មាននៅប្រទេសថៃថាសៀស័កយករឿងមីនហ្នឹងឥឡូវពុះប្រមូលឯកសារដើម្បីយករឿងមីនហ្នឹងយកទៅបង្ហាញអន្តរជាតិដើម្បីឲ្យគេថ្កោលទោសកម្ពុជាតែក្រុមការងាររបស់យើងកម្ពុជាយើងទៅដល់នោះរួចហើយយករឿងសំខាន់ច្បាស់យកទៅបង្ហាញលោកអ្នកប្រិមិត្តនឹកឃើញទេទៀតការដែលកម្ពុជារបស់យើងប្រជាជនរបស់យើងរងគ្រោះដោយសារការបាញ់ប្រហារពីទាហានសៀមនៅអូ3ជាន់ភូមិព្រៃច័ន្ទស្លាប់ម្នាក់របួស3នាក់រឿងនេះសៀមធ្វើឲ្យស្ងាត់ឈឹងហ្មងគ្រាន់តែដាច់មីនគ្រាន់តែអាមីនផ្ទុះមិនទាំងមានរបួសផងវាយកទៅប្តឹងដល់អន្តរជាតិតែដល់ពេលវាបាញ់ប្រជាជនខ្មែរយើងស្លាប់ម្នាក់របួស3នាក់វាធ្វើអត់ដឹងអត់ឮស្អីនោះទោះមានដាច់ជើងម្នាក់អត់ដឹងថាដាច់ជើងមីននឹងមានអ្នកណាផងប្រកាសហែកកិច្ចព្រមព្រៀងសន្តិភាពដែលមានលោកដូណាល់ត្រាំដែលមានលោកអាន់វ៉ាអ៊ីប្រាហ៊ីមមើលតែដល់យើងមើលមកខាងកម្ពុជាវិញទោះបីជាមានប្រជាជនស្លាប់ក៏ដោយមិនមែនយើងមិនអោយតម្លៃដល់ជីវិតប្រជាជនរបស់យើងទេមិនអោយតម្លៃដល់បងប្អូនយើងដែលរងរបួសដោយសារទាហានសៀមបាញ់ទាំងងងើលនោះទេតែយើងឲ្យតម្លៃសន្តិភាពឲ្យតម្លៃដល់កិច្ចព្រមព្រៀងដែលមានតម្លៃរក្សាជីវិតខ្មែររាប់លានអ្នកអញ្ចឹងការបូជារបស់បងប្អូនយើងម្នាក់ដោយសារស្មារតីចោលសៀមហ្នឹងយើងក៏បានយកទៅតវ៉ាតែយើងមិនបានយករឿងហ្នឹងដើម្បីហែកសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពដូចខាងភាគីសៀមនោះឡើយនឹងឯទៀតដែលអន្តរជាតិគេមើលឃើញថាយើងច្បាស់លាស់យើងជាប្រទេសដែលគោរពនៅកិច្ចព្រមព្រៀងសន្ធិសញ្ញានានាមិនដូចខាងភាគីសៀមទេមានសារព័ត៌មានមួយចំនួនបានចោះរឿងហ្នឹងរឿងមីនហ្នឹងហើយគេរៀលទៅដល់ជីវិតនយោបាយចំនួននយោបាយរបស់ភាគីថៃបច្ចុប្បន្ននេះគេនិយាយដល់ថ្នាក់ដែលថាអត់លើសមួយសប្តាហ៍ផងដូរនាយករដ្ឋមន្ត្រីអានោះគេនិយាយរបៀបឌឺដងឲ្យងាកដូរនាយករដ្ឋមន្ត្រីហើយឲ្យសិទ្ធឲ្យទាហាននឹងសារព័ត៌មានអន្តរជាតិទេណាបាទឲ្យសិទ្ធឲ្យទាហានដើម្បីនឹងកាន់ចង្កូតពង្វក់អ្នកនយោបាយរបស់ថៃដែលមួយថ្ងៃអត់គិតអីក្រៅអំពីដណ្ដើមអំណាចគ្នាដូច្នេះអ្វីដែលសារព័ត៌មានអន្តរជាតិសរសេររបៀបហ្នឹងបង្ហាញឲ្យឃើញថាគេស្គាល់កម្ពុជាគេអាណិតកម្ពុជារបស់យើងដែលរងគ្រោះដោយសារភាគីថៃកំតែគេអត់និយាយដល់ម្លឹងទេដល់ប៉ុណ្្នឹងទេតែគ្រាន់តែនិយាយថាអ្វីដែលថៃកំពុងតែធ្វើហើយហែកនៅកិច្ចព្រមព្រៀងដោយសាររឿងមីនហ្នឹងវាធ្វើឲ្យកម្ពុជាមានការងារច្រើនដែលត្រូវធ្វើដែលត្រូវបកស្រាយដោយសាររឿងមីនមកគ្រាប់ពីគ្រាប់អញ្ចឹងគេបង្ហាញឲ្យឃើញថាភាគីថៃហ្នឹងវាមានភាពរញ៉េរញ៉ៃនៅក្នុងប្រទេសរបស់ខ្លួនហើយគេនឹកដល់ថាតើអ្នកវិនិយោគដែលត្រូវមកវិនិយោគនៅប្រទេសថៃហ្នឹងមានអារម្មណ៍និងជឿជាក់លើច្បាប់ទម្លាប់ឬក៏កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនវិនិយោគធំជាមួយថៃហ្នឹងទេតិចហែកសំបីតែជាមួយលោកដូណាល់ត្រាំប្រធានាធិបតីមហាអំណាចទី1លើពិភពលោកក៏ពួកនេះអត់ចោលដែរនឹកឃើញហែកនឹកឃើញយេសនឹកឃើញណូនឹងហើយអ្វីដែលកម្ពុជារបស់យើងបានដើរជ្រើសរើសផ្លូវដើរស្ងាត់តែមិនស្ងៀមហើយយកនៅនយោបាយការទូតជាសំខាន់នោះមានជោគជ័យនឹងផ្លែផ្កាឃើញទេនេះគឺជាសមិទ្ធផលស្ងាត់តែមិនស្ងៀមហើយក៏ភាពអត់ធ្មត់របស់រាជរដ្ឋាភិបាលគឺបានជោគជ័យនេះដែលឃើញច្បាស់គឺនៅវេទិកាអន្តរជាតិនៅ
ប្រទេសស្វីសទីក្រុងហ្សឺណែវដែលយើងកំពុងតែមានព្រៀបហើយក៏100ជាងប្រទេសគេគ្រប់គ្រងកម្ពុជារបស់យើងបាទនេះគឺជាមហាជោគជ័យមួយយ៉ាងសំខាន់ដែលយើងឈ្នះដោយមិនប្រើអាវុធនៅទីណាបាទប្រើការទូតកាកបាទក្រហមអន្តរជាតិបញ្ជាក់ពីការត្រៀមខ្លួនគ្រប់គ្រងការបញ្ជូនយោធិនខ្មែរទាំង18រូបពីថៃមកវិញកម្ពុជាថៃបានបង្កល់បណ្ដោះអាសន្នបាន39បង្គោលក្នុងភូមិសាស្ត្រស្រុកអូជ្រៅម៉ាក្រុងជំរុញមេដឹកនាំចិនគ្រប់គ្រងបទឈប់បាញ់អ៊ុយក្រែននិងដោះស្រាយអតុល្យភាពពាណិជ្ជកម្មអាណូទីនចេញមកអះអាងថាការថតរូបជាមួយមេឧក្រិដ្ឋកម្មអនឡាញជារឿងចៃដន្យទស្សនិកជនគិតមកត្រឹមថ្ងៃទី4ខែធ្នូឆ្នាំ2025គឺមានរយៈពេល128ថ្ងៃហើយដែលទាហានថៃបានចាប់យោធិនកម្ពុជាទៅដោយខុសច្បាប់មិនព្រមដោះលែងមកវិញបើទោះបីជាមានចែងជាអតិភិបនៅក្នុងសេចក្តីថ្លែងការណ៍រួមនៃទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ឲ្យមានការដោះលែងមកវិញជាបន្ទាន់ក្តីចាតើមកទល់ពេលនេះសុខទុក្ខរបស់យោធិនកម្ពុជាយ៉ាងណាហើយចាហើយថាតើមានដំណឹងនៃការដោះលែងមកវិញទេហើយថាតើកម្ពុជាចានឹងធ្វើអ្វីបន្តទៀតដើម្បីជំរុញឲ្យថៃដោះលែងទាហានខ្មែរទាំងអស់នោះមកវិញលោកណារ៉ាត់នឹងលំអិតជូនទស្សនិកជនក្នុងព្រឹត្តិការណ៍ព័ត៌មានជាតិលោកណារ៉ាត់គិតមកដល់ពេលនេះមានដំណឹងអ្វីខ្លះចាអំពីទាហានខ្មែរទាំង18រូបដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃថារីនឹងទស្សនិកជនពាក់ព័ន្ធនឹងដំណឹងជុំវិញយោធិនកម្ពុជាទាំង18រូបដែលថៃបានប្រើល្បិចចាប់យកទៅនិងបន្តឃុំខ្លួនដោយខុសច្បាប់រយៈពេល128ថ្ងៃមកនេះគឺគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានបញ្ជាក់ប្រាប់មកកាន់រាជរដ្ឋាភិបាលកម្ពុជាថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រជុំវិញដំណើរបញ្ជូនយោធិនកម្ពុជាទាំង18រូបពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញនេះបើតាមការបញ្ជាក់ដោយអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាជុំវិញស្ថានភាពសុខទុក្ខរបស់យោធិនកម្ពុជាទាំង18រូបដែលស្ថិតនៅក្នុងក្រោមការឃុំក្រងដោយខុសច្បាប់ពីសំណាក់យោធាថៃហើយបើតាមព័ត៌មានពីពេលកន្លងទៅគឺយោធិនកម្ពុជាទាំង18នាក់ដែលជាប់ឃុំខ្លួននៅក្នុងប្រទេសថៃនោះគឺពួកគាត់មានសុខភាពល្អទទួលទានអាហារហើយមានសុខទុក្ខល្អទទួលទានអាហារបានជាប់ជាប្រចាំគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិគឺជាគណៈកម្មការតែមួយគត់ដែលជំនាញហើយយោធាថៃបានអនុញ្ញាតឲ្យចូលជួបកងទ័ពកម្ពុជាដែលផ្ទាល់នៅទីតាំងដែលថៃឃុំខ្លួននៅខុសច្បាប់តាំងពីយោធាថៃចាប់ខ្លួនទៅគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានធ្វើការជាមួយភាគីថៃនិងធ្វើការជាមួយភាគីកម្ពុជាលើកិច្ចការងារជនជាប់ឃុំទាំងអស់នោះហើយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានបន្តគាំទ្រតាមទូនីតិរបស់ខ្លួនក្នុងការធានាឲ្យយោធិនកម្ពុជាទាំង18រូបកំពុងជាប់ឃុំខ្លួននោះទទួលបាននៃការគោរពសិទ្ធិស្របតាមច្បាប់មនុស្សធម៌អន្តរជាតិពីសំណាក់ភាគីថៃហើយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិក៏បានធានានៅសិទ្ធិឆ្លើយឆ្លងការសួរសុខទុក្ខគ្នារវាងយោធិនទាំង18រូបជាមួយក្រុមគ្រួសារនៅកម្ពុជាផងដែរខ្ញុំសូមគូសបញ្ជាក់ផងដែរថាចាប់តាំងពីថ្ងៃដែលយោធាថៃចាប់ឃុំខ្លួនយោធិនកម្ពុជាខ្ញុំសូមរំលឹកផងដែរថាគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំនៅសារសួរសុខទុក្ខពីសំណាក់ក្រុមគ្រួសារដែលនៅកម្ពុជាយកទៅជូនកងទ័ពដែលជាប់ឃុំខ្លួនហើយនាំយកសារសម្ងាត់ដែលសរសេរដោយកងទ័ពកម្ពុជាជាប់ឃុំខ្លួនមកឲ្យក្រុមគ្រួសារនៅកម្ពុជាវិញចាប់តាំងពីថ្ងៃដែលយោធាថៃចាប់ទៅដំបូងរហូតមកដល់ថ្ងៃទី4ខែធ្នូដែលថ្ងៃត្រូវនឹងថ្ងៃទី128នៃការឃុំខ្លួននៃខុសច្បាប់គឺគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននាំយកសម្បត្តិដែលក្រុមគ្រួសារនៅកម្ពុជាសរសេរទៅកាន់កងទ័ពសួរសុខទុក្ខកងទ័ពកម្ពុជាដែលស្ថិតនៅក្រោមការឃុំខ្លួនហើយនាំសម្បត្តិមកវិញចំនួន3លើកហើយទាំងគ្រួសារនៅកម្ពុជានិងកងទ័ពដែលស្ថិតនៅថៃគឺបានដឹងពីសុខទុក្ខគ្នាទៅវិញទៅមកការរស់នៅក្រោមការឃុំខ្លួនរបស់ភាគីថៃជាដើមហើយខ្ញុំសូមបញ្ជាក់ដែរថាលើកទី1ដែលគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនាំសម្បត្តិឆ្លើយឆ្លងនោះគឺនៅក្នុងខែកញ្ញាដើមខែកញ្ញាហើយលើកទី2នោះគឺនៅពាក់កណ្ដាលខែតុលាហើយលើកទី3គឺនៅពាក់កណ្ដាលខែវិច្ឆិកាកាលពីពេលថ្មីនេះហើយពីពេលថ្មីនេះដែរគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិក៏បានមកយកសម្បត្តិដែលក្រុមគ្រួសារនៅកម្ពុជាសរសេរទៅកាន់យោធិនកម្ពុជាទាំង18រូបដែលស្ថិតនៅក្នុងប្រទេសថៃហើយគេរំពឹងថាសម្បត្តិឆ្លើយឆ្លងពីភាគីកងទ័ពដែលជាប់ឃុំខ្លួននោះនឹងមកដល់ក្រុមគ្រួសារនៅកម្ពុជាជាថ្មីម្ដងទៀតដើម្បីដឹងពីសុខទុក្ខគ្នាទៅវិញទៅមកចាដូចដែលលោកណារ៉ាត់និងទស្សនិកជនបានជ្រាបហើយថានៅក្នុងសេចក្តីថ្លែងការណ៍រួមនៃទីក្រុងកូឡាឡាំពួរក៏មានចែងចាឲ្យមានការដោះលែងទាហានខ្មែរទាំង18រូបជាបន្ទាន់ប៉ុន្តែភាគីថៃនៅតែបន្តឃុំក្រងរហូតមកដល់ពេលបច្ចុប្បន្នលោកណារ៉ាត់ខ្ញុំចង់ដឹងថាតើភាគីថៃចាដែលបានប្រើល្បិចចាប់ទាហានខ្មែរទៅដោយខុសច្បាប់បានប្រើលេសអ្វីដើម្បីបង្ខាំងទុកទាហានខ្មែរក្រោយមានកិច្ចព្រមព្រៀងសន្តិភាពដែលមានអាមេរិកនិងម៉ាឡេស៊ីជាសាក្សី
មុននឹងខ្ញុំឆ្លើយអំពីអ្វីដែលជាលេសអ្វីដែលថៃបំភាន់ភ្នែកអន្តរជាតិហើយធ្វើជាលេសបង្ខាំងយោធិនកម្ពុជាទុកដោយមិនដោះលែងរយៈពេលជាង100ថ្ងៃមកនេះគឺខ្ញុំសូមរំលឹកដែរថាការដោះលែងយោធិនកម្ពុជាជាបន្ទាន់ដោយគ្មានការបង្អែបង្អង់ហើយដោយគ្មានលក្ខខណ្ឌគឺជាវិស័យអតិភិបដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃនៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិកនិងចំពោះមុខប្រធានអាស៊ានគឺនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមនៅកាលពីថ្ងៃទី26ខែតុលាកន្លងទៅក្នុងពេលនោះនាយករដ្ឋមន្ត្រីថៃខ្លួនឯងគឺលោកអនុទានឆានរៈគុលក៏បានសន្យាថាបន្ទាប់ពីការចុះហត្ថលេខានឹងទៅថៃនឹងដំណើរការដោះលែងយោធិនកម្ពុជាហើយប្រធានាធិបតីអាមេរិកក៏បានប្រកាសដែរថាកិច្ចព្រមព្រៀងសន្តិភាពគឺជាបន្ទាប់ពីចុះហត្ថលេខាទៅគឺនឹងបើកផ្លូវដល់ការដោះលែងយោធិនកម្ពុជាជាបន្ទាន់ត្រឡប់មកសំណួរវិញអ្វីគឺមិនបានដូចការឯកភាពទេហើយក៏មិនដូចអ្វីដែលសម្ដីរបស់នាយករដ្ឋមន្ត្រីថៃនិយាយដែរយោធាថៃមិនបានដោះលែងយោធិនកម្ពុជាបន្ទាន់ភ្លាមក្រោយពីចុះកិច្ចព្រមព្រៀងសន្តិភាពទេនៅថ្ងៃទី29ខែតុលាយោធាថៃស្រាប់តែប្រកាសយកយោធិនកម្ពុជាទាំង18រូបនោះធ្វើជាចំណាប់ខ្មាំងហើយដាក់លក្ខខណ្ឌចំនួន4ឲ្យកម្ពុជាគោរពពេញលេញសិនទៅថៃដោះលែងយោធិនកម្ពុជាទាំង18រូបទៅបានថៃធ្វើជាចំណាប់ខ្មាំងទាមទារឲ្យកម្ពុជាដោះមីននៅតាមបណ្ដោយព្រំដែនជាពិសេសគឺត្រូវតែដកនៅសភាវុធធនធ្ងន់ចេញពីតាមបន្ទាត់ព្រំដែនដូចជាអាវុធប្រព័ន្ធបាញ់កាំជ្រួចវង BM21 និងប្រព័ន្ធបាញ់កាំជ្រួចវងចំនួន40កណ្ដុងត្រូវឲ្យកម្ពុជាដោះលែងដកចេញពីព្រំដែនហើយប្រក្រាបការបាត់ល្មើសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យានិងជជែកគ្នាពីការគ្រប់គ្រងទីតាំងព្រំដែនមួយចំនួនជាដើមបន្ទាប់ពីពេលនេះទៅបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពរាជរដ្ឋាភិបាលកម្ពុជានិងកងទ័ពកម្ពុជាបានដើរមុនថៃជានិច្ចលើការគោរពចំពោះអ្វីដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពរាប់ចាំតាំងពីការដកអាវុធធនធ្ងន់ចេញពីបណ្ដោយព្រំដែនយកមកទីតាំងដើមវិញហើយកម្ពុជាគោរពបានមុនថៃមួយជំហានទាំងដែលថៃអ្វីគឺយឺតយ៉ាវជាងកម្ពុជាជានិច្ចហើយអ្វីដែលថៃរំលោភបំពានមុនគេចំពោះកិច្ចព្រមព្រៀងសន្តិភាពគឺថៃមិនដោះលែងយោធិនកម្ពុជាជាបន្ទាន់នៅថ្ងៃទី6ខែវិច្ឆិកានៅក្នុងពេលដែលកម្ពុជាគោរពបាននៅកិច្ចព្រមព្រៀងសន្តិភាពហើយដកអាវុធចេញមកបដាយោធាថៃក៏បានប្រកាសដែរតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ថៃថាថៃនឹងដោះលែងយោធិនកម្ពុជាទាំង18រូបតាមច្រកបានប្រកាសនៅក្នុងខេត្តច័ន្ទបុរីរបស់ប្រទេសថៃត្រូវនឹងច្រកអន្តរជាតិព្រំនៅក្នុងខេត្តប៉ៃលិនរបស់កម្ពុជានៅក្នុងថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ក៏ប៉ុន្តែរំលងបាន4ថ្ងៃក្រោយមកនៅក្នុងព្រឹកថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ស្រាប់តែភាគីថៃកងទ័ពថៃបានប្រកាសថាយោធារបស់ខ្លួនដើរជន់មីននៅក្នុងតំបន់ហួយតាម៉ារីដែលតំបន់នោះថៃដាក់ឈ្មោះហួយតាម៉ារីគឺផ្អែកទៅលើផែនទីដែលថៃគូសហើយតំបន់នោះដែរបើតាមកងទ័ពកម្ពុជាគឺមានឈ្មោះថាវាលឥន្ទ្រីដែលនៅក្នុងតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជាផ្អែកតាមផែនទីដែលបារាំងគូបន្សល់ទុកឲ្យថៃបានយកបញ្ហាយោធាខ្លួនដើរជន់មីនដាច់ជើងនេះចោទប្រកាន់ថាកម្ពុជាដាក់មីនថ្មីហើយបរិហាកម្ពុជានៅលើឆាកអន្តរជាតិក្នុងចេតនាបង្អាប់កម្ពុជាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាហើយថៃយកលេសយោធាខ្លួនដើរជន់មីននេះចោទថាកម្ពុជាលួចវាយប្រហារថៃខ្លួនថៃហើយក៏ប្រកាសផ្អាកនៅការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទាំងរដ្ឋាភិបាលថៃនិងយោធាថៃបានចេញមកប្រកាសព្រមគ្នាហើយអ្វីដែលលើកពីនេះគឺប្រកាសថានឹងមិនដោះលែងយោធិនកម្ពុជាទាំង18រូបទេពីព្រោះថាកម្ពុជាបានដាក់មានតែអ្វីគឺក្រសួងការពារជាតិកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យថាមីនទាំងអស់នោះគឺជាមីនដែលសេសសល់ពីសម័យសង្គ្រាមស៊ីវិលកាលពីអតីតកាលហើយយោធាកម្ពុជានិងក្រសួងការពារជាតិកម្ពុជានិងរដ្ឋាភិបាលកម្ពុជាប្រកាសឲ្យថៃងាកមកសន្ទនាគ្នាដោយបើកចំហដោយសេចក្ដីចិត្តមានឆន្ទៈគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញហើយជារួមយោធាថៃបានយកបញ្ហាយកយោធិនកម្ពុជាជាចំណាប់ខ្មាំងហើយយកបញ្ហាមីនដែលសេសសល់ពីអតីតកាលយកបដិវៈហេតុមីននោះជាលេសដើម្បីបង្ខាំងយោធិនកម្ពុជាមិនដោះលែងយោធិនកម្ពុជាតាមអ្វីដែលបានព្រមព្រៀងចាលោកណារ៉ាតើលោកអាចបញ្ជាក់បានទេថាតើសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីដែលជាអ្នកជ្រោមជ្រែងឲ្យសម្រេចបាននៅកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃតើបានដាក់សម្ពាធទៅថៃจะឲ្យមានការដោះលែងទាហានខ្មែរទាំង18រូបឲ្យបានឆាប់ឬទេចា
ថារីភ្លាមចាប់តាំងពីយោធាថៃបានចាប់ខ្លួនយោធិនកម្ពុជាទាំង18រូបម៉ាឡេស៊ីគឺបានដើរតួនាទីជាអ្នកសម្របសម្រួលភ្លាមតាំងពីថ្ងៃចាប់ខ្លួនដំបូងមកម្លេះម៉ាឡេស៊ីមិនត្រឹមតែសម្របសម្រួលក្រោយពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពនេះទេម៉ាឡេស៊ីបានសម្របសម្រួលឲ្យថៃដោះលែងយោធិនកម្ពុជាជាបន្ទាន់ក្នុងនោះដែរអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដែលបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី29ខែកក្កដានៅពេលដែលយោធាថៃចាប់ខ្លួនយោធិនកម្ពុជាទាំង18រូបនោះនៅថ្ងៃបន្ទាប់អគ្គមេបញ្ជាការម៉ាឡេស៊ីនៅថ្ងៃទី30ខែកក្កដាក៏បានជជែកជាមួយកងទ័ពថៃតាំងពីថ្នាក់កំពូលរហូតមកដល់ថ្នាក់យុទ្ធថ្នាក់ភូមិភាគរបស់ថៃក្នុងនោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានជួបជាមួយនឹងអតីតមេភូមិភាគ2លោកប៊ូនស៊ីនផាត់ខ្លាំងដែលជាអ្នកមេបញ្ជាការកងទ័ពដែលឃុំខ្លួនយោធិនកម្ពុជាចាប់ខ្លួនយោធិនកម្ពុជាចេញពីតំបន់ខេត្តព្រះវិហារម៉ាឡេស៊ីបានដើរតួនាទីជាអ្នកសម្របសម្រួលហើយស្នើឲ្យថៃដោះលែងឲ្យកម្ពុជាវិញហើយម៉ាឡេស៊ីគឺមិនបាននិយាយអ្វីដាក់សម្ពាធទៅកាន់យោធាថៃឬក៏ដាក់គំនាបអ្វីធ្ងន់ធ្ងរទេតាំងពីចាប់ពីថ្ងៃដែលចាប់ឃុំខ្លួនរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពហើយថៃនៅតែមិនគោរពកិច្ចព្រមព្រៀងសន្តិភាពមិនដោះលែងយោធិនកម្ពុជាជាបន្ទាន់ក៏ដោយការដែលម៉ាឡេស៊ីមិនដាក់សម្ពាធគេមើលឃើញថាម៉ាឡេស៊ីគឺជាអ្នកដែលដើរតួជាអ្នកសម្របសម្រួលហើយម៉ាឡេស៊ីគោរពចំពោះធម្មនុញ្ញអាស៊ានទើបម៉ាឡេស៊ីមិនគៀបសង្កត់ថៃមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចូលទៅក្នុងប្រទេសថៃត្រឡប់ទៅកាន់សហរដ្ឋអាមេរិកដែលជាតួអង្គសំខាន់មួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដែលជាតួអង្គសំខាន់គៀបសង្កត់ឲ្យថៃចូលតុចរចាជាមួយកម្ពុជានៅក្នុងការប្រយុទ្ធកាលពីខែកក្កដាកន្លងទៅនោះនឹងគៀបសង្កត់ឲ្យថៃចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជានៅលើទឹកដីម៉ាឡេស៊ីកាលពីខែកក្កដានៅក្នុងពេលដែលកាលពីខែតុលាកន្លងទៅនៅក្នុងពេលដែលចុះកិច្ចព្រមព្រៀងសន្តិភាពនោះលោកត្រាំក៏បានប្រកាសឲ្យថាថៃនឹងដោះលែងយោធិនកម្ពុជាជាបន្ទាន់នៅពេលដែលកិច្ចព្រមព្រៀងចុះហត្ថលេខាទៅក៏ប៉ុន្តែភ្លាមថៃបានដោះលែងហើយជាបន្តបន្ទាប់នៅថ្ងៃទី28ខែកក្កដាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកក៏បានថ្លែងទៅតាមរយៈទីភ្នាក់ងារព័ត៌មាន Reuters ដែរថាអាមេរិកសង្ឃឹមថាយោធាថៃនឹងដោះលែងយោធិនកម្ពុជាជាបន្ទាន់ក៏ប៉ុន្តែយ៉ាងណាក៏ដោយថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពទេទោះបីជាអាមេរិកនិងលោកដូណាល់ត្រាំនិយាយយ៉ាងណាក៏ដោយថៃនៅតែមិនគោរពកិច្ចព្រមព្រៀងសន្តិភាពចាប់តាំងពីថ្ងៃដែលចុះហត្ថលេខាឲ្យដោះលែងមិនទាន់នោះគឺវាមានរយៈពេលជិត40ថ្ងៃហើយថៃនៅតែមិនដោះលែងនៅត្រង់ចំណុចនេះដែរគេចង់ឲ្យលោកដូណាល់ត្រាំសង្កត់កថៃម្ដងទៀតដាក់សម្ពាធថៃម្ដងទៀតឲ្យដោះលែងយោធិនកម្ពុជាតាមអ្វីដែលបានឯកភាពគ្នានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនិងជាពិសេសងាកគោរពឲ្យបានពេញលេញចំពោះកិច្ចព្រមព្រៀងសន្តិភាពហើយឈប់បង្កអរិភាពនៅតាមបណ្ដោយព្រំដែនឈប់រំលោភបំពានបទឈប់បាញ់ឈប់រំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ចំនួនព្រំដែនកម្ពុជាថៃបើសិនបើលោកដូណាល់ត្រាំមិននិយាយមិនគៀបសង្កត់ថៃទេនោះសហរដ្ឋអាមេរិកដែលធ្លាប់គេចាត់ទុកថាជាបងធំនៅក្នុងពិភពលោកដែលជាអ្នករៀបចំសម្ដាប់ធ្នាប់ពិភពលោកនិងបាត់បង់ឥទ្ធិពលរបស់ខ្លួននៅក្នុងអាស៊ានពីព្រោះថាអាមេរិកបើមិនគៀបសង្កត់ទេនោះថៃនៅតែបន្តបំពានច្បាប់អន្តរជាតិហើយបន្តឃុំខ្លួនយោធិនកម្ពុជាយកយោធិនកម្ពុជាធ្វើជាចំណាប់ខ្មាំងដោះដូរតាមអ្វីដែលជាទំនឹងចិត្តរបស់ខ្លួនទៅដោះលែងហើយទង្វើថៃបែបនេះនឹងបង្កជាសកម្មភាពអាក្រក់កាន់តែខ្លាំងឡើងហើយរីករាលដាលពាសពេញទៅឆ្លងទៅកាន់ប្រទេសដទៃទៀតជារួមគេចង់ឲ្យលោកដូណាល់ត្រាំគៀបកង្កត់ថៃយកបញ្ហាពន្ធគៀបលើថៃម្ដងទៀតឲ្យដោះលែងយោធិនកម្ពុជាជាបន្ទាន់សំណួរចុងក្រោយទៅកាន់លោកណារ៉ាតើកម្ពុជាបានធ្វើអ្វីខ្លះនិងបន្តធ្វើអ្វីទៀតដើម្បីទាមទារឲ្យថៃដោះលែងទាហានខ្មែរទាំងអស់មកវិញដោយគ្មានលក្ខខណ្ឌតារីដូចដែលបានដឹងស្រាប់ចាប់តាំងពីថ្ងៃទី29ខែកក្កដាមកដល់ថ្ងៃទី4ខែធ្នូឆ្នាំ2025នេះគឺមានរយៈពេល128ថ្ងៃហើយដែលយោធិនកម្ពុជាស្ថិតនៅក្នុងការឃុំខ្លួនដោយខុសច្បាប់ពីសំណាក់យោធាថៃ128ថ្ងៃដូចគ្នាដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើការយ៉ាងសស័កសស្រាំឥតស្រាកស្រានឡើយក្នុងការជំរុញយុទ្ធនាការឲ្យមានការដោះលែងយោធិនកម្ពុជាជាបន្ទាន់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតាមរយៈយន្តការទូតធ្វើការតាមនីតិវិធីដែលមានស្រាប់ហើយប្រឹងប្រែងធ្វើការខ្លាំងមែនទែនបើតាមមើលសកម្មភាពដែលបានធ្វើជាក់ស្ដែងហើយចាប់តាំងពីថ្ងៃនោះមកដែររាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីថ្ងៃយោធាថៃចាប់ខ្លួនភ្លាមមកម្លេះថ្នាក់ដឹកនាំកម្ពុជារាជរដ្ឋាភិបាលកម្ពុជាបានទំនាក់ទំនងទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានឲ្យមានការជួយសម្របសម្រួលទៅកាន់ភាគីថៃឲ្យមានការដោះលែងអីជាបន្ទាន់ហើយថ្នាក់ដឹកនាំកម្ពុជាចាប់តាំងពីកម្រិត
ថ្នាក់យុទ្ធភូមិភាគក៏បានតាក់ទងទៅយុទ្ធភូមិភាគថៃថ្នាក់អគ្គបញ្ជាការក៏បានតាក់ទងទៅអគ្គបញ្ជាការថៃផងហើយអគ្គបញ្ជាការម៉ាឡេស៊ីផងដើម្បីសម្របសម្រួលមានការដោះលែងក៏ប៉ុន្តែយ៉ាងណាក៏ដោយថៃនៅតែមិនដោះលែងហើយស្ថាប័នសំខាន់នៃរាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការជាមួយអង្គការនៅក្នុងតំបន់ដែលខាងជំនាញសិទ្ធិមនុស្សហើយជាពិសេសគឺធ្វើការជាមួយឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិហើយជាពិសេសគឺធ្វើការជាមួយនឹងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិដើម្បីជំរុញឲ្យមានការដោះលែងហើយមកទល់ពេលនេះកម្ពុជាក៏នៅតែអំពាវនាវឲ្យថៃគោរពជាបន្ទាន់ចំពោះការចំណុចអធិភាពដែលបានចែងឲ្យថៃដោះលែងយោធិនកម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់ហើយគ្មានត្រូវដាក់លក្ខខណ្ឌអ្វីនិងដោះលែងមកវិញប្រកបដោយយោធិនទាំងអស់នោះមានសុវត្ថិភាពហើយកម្ពុជាក៏អំពាវនាវដែរឲ្យថៃគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយសុឆន្ទៈនិងស្មោះត្រង់ដើម្បីតំបន់ព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពនិងការអភិវឌ្ឍផ្ដល់ប្រយោជន៍ជាប្រជាជនហើយបញ្ចប់ចំនួនហើយរាជរដ្ឋាភិបាលកម្ពុជាក្រសួងការពារជាតិអគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទនៅតែបន្តចាត់ទុកអាយុជីវិតរបស់យោធិនកម្ពុជាគឺជាអតិភិបខ្ពស់បំផុតហើយប្រឹងប្រែងជំរុញឲ្យមានការដោះលែងយោធិនកម្ពុជាហើយមិនដែលបោះបង់កងទ័ពកម្ពុជាណាម្នាក់ចោលឡើយទោះបីជាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយចាសសូមអរគុណលោកណារ៉ាត់ដែលបានចូលខ្លួនមកលំអិតព័ត៌មានជូនទស្សនិកជនទាក់ទងទៅនឹងដំណឹងរបស់យោធិនកម្ពុជាទាំង18រូបចាក៏ដូចជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាទាមទារឲ្យថៃដោះលែងទាហានទាំងអស់មកវិញដោយឥតលក្ខខណ្ឌនៅក្នុងព្រឹត្តិការណ៍ព័ត៌មានជាតិថ្ងៃនេះចាប់ប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីអាជ្ញាធរមានកម្ពុជាចាស់ទាមទារឲ្យអនុសញ្ញាស្ដីពីក្របបែកចង្កោមថ្កោលទោសថៃឲ្យខ្លាំងក្លាចំពោះការប្រើប្រាស់នៅក្របបែកចង្កោមក្នុងចំនួនកាលពីខែកក្កដាកន្លងទៅនេះទស្សនាព័ត៌មានលម្អិតពីកញ្ញាស៊ូលីនៅក្នុងជំនួបទ្វេភាគីជាមួយលោកស្រី Pamela Moraga នាយកអង្គភិបគាំទ្រការអនុវត្តអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី2ខែធ្នូឆ្នាំ2025អនុប្រធានទី1អាជ្ញាធរមានកម្ពុជាលោកលីថុចបានលើកបង្ហាញពីការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃអំឡុងជំនួបប្រដាប់អាវុធកម្ពុជាថៃកាលពីខែកក្កដាឆ្នាំ2025កន្លងទៅនេះបានបង្កផលប៉ះពាល់រយៈពេលយូរនិងបង្កគ្រោះថ្នាក់ចំពោះប្រជាជនជាពិសេសក្មេងតូចបើតាមលោកលីថុចបើទោះបីជាស្ថានភាពបានធូរស្រាលប៉ុន្តែការភ័យខ្លាចរបស់ប្រជាជននៅតែបន្តមានដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដីនិងស្រែចម្ការពិសេសគ្រាប់បែកចង្កោមដែលជាក់ស្ដែងថ្មីនេះមានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ទទួលរងគ្រោះបាត់បង់ជីវិតដោយសារគ្រាប់បែកចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះលោកទេសរដ្ឋមន្ត្រីលីថុចបានទាមទារឲ្យអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមថ្កោលទោសឲ្យបានខ្លាំងក្លាចំពោះអ្នកប្រើប្រាស់គ្រាប់បែកចង្កោមនិងឲ្យទទួលខុសត្រូវចំពោះផលប៉ះពាល់អវិជ្ជមានយូរអង្វែងជាពិសេសការបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិលបន្តទៅការវឌ្ឍនភាពនៃការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នរវាងកម្ពុជានិងថៃឯណោះវិញលោកអ្នកនាងរយៈពេល5ថ្ងៃចាស់កម្ពុជាថៃបោះបង្គោលបណ្ដោះអាសន្នបានចំនួន39បង្គោលក្នុងភូមិសាស្ត្រស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទល់មុខស្រុកគូកឈូងខេត្តស្រះកែវចាលោកណារ៉ាត់នឹងរាយការណ៍លម្អិតជូនអំពីព័ត៌មាននេះចាប់ពីថ្ងៃទី28ខែវិច្ឆិកាដល់ថ្ងៃទី3ខែធ្នូឆ្នាំ2025ក្រុមវាស់វែងចម្រុះរបស់កម្ពុជាថៃបានបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន44បង្គោលបណ្ដោះអាសន្នលើផែនការដែលត្រូវបោះបង្គោលសរុប277បង្គោលបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42ដល់43ដែលចាប់ផ្ដើមចេញពីទីតាំងបង្គោលព្រំដែនលេខ42នេះបើតាមការឲ្យដឹងពីមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅថ្ងៃទី3ខែធ្នូឆ្នាំ2025ការងារចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42ដល់47នៅក្នុងភូមិសាស្ត្រស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទល់មុខស្រុកគោកសួងខេត្តស្រះកែវរបស់ប្រទេសថៃធ្វើឡើងស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជាថៃដែលរៀបចំឡើងកាលពីថ្ងៃទី21និង22ខែតុលាឆ្នាំ2025កន្លងទៅសូមរំលឹកថាចាប់ពីថ្ងៃទី19ដល់ថ្ងៃទី26ខែវិច្ឆិកាក្រុមវាស់វែងចម្រុះរបស់កម្ពុជានិងថៃបានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់43ដែលមានប្រវែងប្រមាណ7គីឡូម៉ែត្រដែលបានបញ្ចប់ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើ drone ដើម្បីបង្កើតផែនទីរូបថតនៅថ្ងៃទី27ខែវិច្ឆិកាភាគីទាំងពីរបានរួមគ្នារៀបចំទិន្នន័យរូបថតពីលើអាកាសដើម្បីបង្កើតផែនទីរូបថតឬហៅថា photo map រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី26ខែវិច្ឆិកាថាការងារចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងរបស់ក្រុមការងារចម្រុះគឺជាការបន្តអនុវត្តការងារជាជំហានដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែងដែលកិច្ចការងារនេះគឺធ្វើឡើងយ៉ាងម៉ត់ចត់និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងជាពិសេសកំណត់ហេតុបោះបង្គោលរបស់គណៈ
កម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1908ដល់ឆ្នាំ1909និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1919ដល់ឆ្នាំ1920និងស្របតាមខ្លឹមសារនៃអនុសារណនិកាយយោគយល់គ្នាឆ្នាំ2000បែបបទការងារ TOR ឆ្នាំ2003និងស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ GBC នាពេលកន្លងមកព្រមទាំងការអនុវត្តតាមបែបបទណែនាំបច្ចេកទេសដែលកម្ពុជាថៃបានឯកភាពគ្នាសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី25ខែវិច្ឆិកាក៏បានបញ្យល់ប្រជាពលរដ្ឋកម្ពុជាថាគោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេគោលដៅចម្បងគឺដើម្បីកំណត់នៅការខណ្ឌសីមានៅលើដីជាក់ស្ដែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិសម្ដេចនាយករដ្ឋមន្ត្រីក៏បានពន្យល់ពីសារៈសំខាន់នៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះថាគឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធីដើម្បីឈានទៅបញ្ចប់ជម្លោះនិងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចទទួលបានសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាសម្ដេចហ៊ុនម៉ាណែតក៏បានឲ្យដឹងដែរថាក្រុមការងារចម្រុះនៃភាគីកម្ពុជាថៃនឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាងប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្ដោះអាសន្នដើម្បីពិភាក្សាគ្នាក្នុងការរកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបានស្របតាមគោលការណ៍គ្រប់អធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកចាអលោកនាងកញ្ញាជាទីមេត្រីកម្ពុជារំពឹងបំបីកំណត់ត្រាម្ដងទៀតខណៈរយៈពេល11ខែនៃឆ្នាំ2025ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាចាអនុម័តគម្រោងវិនិយោគគិតជាទុនជាង9 ប៊ីលានដុល្លារសុធីវីរាយការណ៍ជូនបើតាមការគូបញ្ជាក់ពីលោកសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានឲ្យដឹងថានៅឆ្នាំ2025កម្ពុជារំពឹងបំបីកំណត់ត្រាម្ដងទៀតខណៈរយៈពេល11ខែឆ្នាំ2025កម្ពុជាបានអនុម័តគម្រោងវិនិយោគលើពី600គម្រោងគិតជាទំហំទុនជាង9 ប៊ីលានដុល្លារថ្លែងនៅក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជានៅព្រឹកមិញនេះលោកឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលបានបញ្ជាក់ថាកម្ពុជារំពឹងនឹងអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់លើពី600គម្រោងនៅឆ្នាំ2025ដែលជាកំណត់ត្រាថ្មីខណៈនៅឆ្នាំ2024កម្ពុជាបានបំបីកំណត់ត្រាម្ដងរួចមកហើយនៅក្នុងការអនុម័តគម្រោងវិនិយោគច្រើនបំផុតនៅក្នុងរយៈពេល30ឆ្នាំលោកថាគិតត្រឹមខែវិច្ឆិកាឆ្នាំ2025ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន609គម្រោងគិតជាទុនវិនិយោគប្រមាណ 9.5 លានដុល្លារដែលកំណត់ត្រាឆ្នាំ2024កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន414គម្រោងបើតាមលោកសុនចន្ទថុលពាក់ព័ន្ធទំហំពាណិជ្ជកម្មសរុបកម្ពុជាក៏មានកំណើន 17% នៅក្នុងរយៈពេល10ខែឆ្នាំ2025បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ2024លោកអះអាងថាការធ្វើកំណែទម្រង់បានធ្វើឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់អន្តរជាតិខ្ពស់លើការតាក់ទាញវិនិយោគពីបរទេសកម្ពុជាជាប់ចំណាត់ថ្នាក់កំពូលពីទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការតាក់ទាញការវិនិយោគនៅឆ្នាំ2025កម្ពុជាជាប់ចំណាត់ថ្នាក់លេខ1នៅអាស៊ីប៉ាស៊ីហ្វិកនិងលេខ9នៅលើពិភពលោកលើសន្ទុះនៃការតាក់ទាញវិនិយោគផ្ទាល់របស់បរទេសដែលហៅកាត់ថា FDI បើធៀបទំហំសេដ្ឋកិច្ចប្រទេសលោកបន្តអំពាវនាវដល់អ្នកវិនិយោគឯកជនបន្តវិនិយោគឲ្យបានច្រើននៅក្នុងប្រទេសកម្ពុជាលោកក៏ប្រកាសបដិញ្ញាបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅដើម្បីលើកស្ទួយវិស័យឯកជននៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិលោកក៏ប្រកាសបដិញ្ញាបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅដើម្បីលើកស្ទួយវិស័យឯកជននៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិចាប់ព័ត៌មានជាតិចុងក្រោយកម្លាំងយោធាភូមិភាគ5នៃខេត្តសៀមរាបចាស់បង្ក្រាបរថយន្តមួយគ្រឿងដែលឈ្មួញលួចដឹកលៀស20តោនទៅកាន់ប្រទេសវៀតណាមល្មើសនឹងការអនុញ្ញាតត្រឹមតែ3តោនក្រោយទទួលបានព័ត៌មាននិងសេចក្តីរាយការណ៍ភ្លាមកម្លាំងយោធាយុទ្ធភូមិភាគទី5ឈរជើងនៅខេត្តសៀមរាបបានចេញប្រតិបត្តិការដេញឃាត់រថយន្តមួយគ្រឿងដឹកលៀស20តោនចេញពីខេត្តសៀមរាបទៅរាជធានីភ្នំពេញនិងបន្តចេញទៅប្រទេសវៀតណាមការបង្ក្រាបនេះធ្វើឡើងនៅយប់ថ្ងៃទី3ខែធ្នូក្រោមបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍តូសេងធីរិនមេបញ្ជាការរងនិងជានាយសេនាធិការយុទ្ធភូមិភាគទី5យោងតាមលិខិតដឹកជញ្ជូនចេញដោយប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបនិងលោកធនីសុធីនៃខណ្ឌរដ្ឋបាលជលផលកាលពីថ្ងៃទី2ខែធ្នូអនុញ្ញាតឲ្យឈ្មោះអេងសាយរស់នៅឃុំកំពង់ឃ្លាំងស្រុកសុតនិគមខេត្តសៀមរាបដឹកជញ្ជូនលៀសទម្ងន់3តោនក្នុងតម្លៃ 90,000 រៀលចេញពីភូមិព្រែកស្រមោចឃុំកំពង់ឃ្លាំងស្រុកសុតនិគមពោះទៅរាជធានីភ្នំពេញដោយឆ្លងកាត់ខេត្តកំពង់ធំកំពង់ចាមនិងកណ្ដាលយោងតាមមន្ត្រីយោធាដែលបានចុះបង្ក្រាបរថយន្តមួយគ្រឿងនេះបានឲ្យដឹងថាលិខិតអនុញ្ញាតរបស់ជលផលឲ្យឈ្មោះដឹកលៀសក្នុងទម្ងន់ត្រឹម
ត្រឹមតែ3តោនទេប៉ុន្តែនៅពេលបង្ក្រាបជាក់ស្ដែងរកឃើញថាឈ្មួញហ៊ានលួចដឹករហូតដល់ទៅ20តោនក្រោយការខាត់បានរថយន្តជាមួយលាសប្រមាណ20តោនក្នុងគ្រាដែលអ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនកម្លាំងយោធានឹងបន្តនីតិវិធីប្រកល់ជូនរដ្ឋបាលជលផលដើម្បីចាត់វិធានការបន្តទៀតឧត្តមសេនីយ៍តូសេធីរិនបានបញ្ជាក់ថាបើទោះបីកងទ័ពជាប់ដៃការពារបូរណភាពទឹកដីប្រឆាំងការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តីតែដៃម្ខាងការពារទឹកដីនិងដៃម្ខាងបន្តការពារធនធានធម្មជាតិលើផ្ទៃបឹងទន្លេសាបដោយបន្តបង្ក្រាបបទល្មើសផ្សេងៗដូចជាឆក់ក្តៅត្រជាក់ដាក់របាំងស្បៃក្នុងតំបន់ព្រៃលិចទឹកនិងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃដោយមិនលើកលែងនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីធានាបាននូវការការពារធនធានធម្មជាតិជីវៈចម្រុះលើផ្ទៃបឹងទន្លេសាបដែលជាប្រភពធនធានមច្ឆជាតិក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែកនិងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរចតុស្និកជនប្រធានាធិបតីបារាំងយ៉ាងដែលជាមហាអំណាចមួយនៅអឺរ៉ុបបាននឹងកំពុងបំពេញទស្សនកិច្ចចាស់នៅប្រទេសចិនចំពេលដែលចិនកំពុងមានចំនួនការទូតដ៏ខ្លាំងក្លាជាមួយនឹងជប៉ុននិងស្របពេលគ្នាដែលមហាអំណាចសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងដើម្បីរកច្រកចេញដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនតើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនាពេលនេះផ្ដល់សារៈសំខាន់អ្វីខ្លះសម្រាប់ការផ្សះផ្សាចំនួនដែលកំពុងតែហែកហួរគ្នានេះហើយថាតើភាគីទាំងពីរបានពិភាក្សាដោយផ្ដោតទៅលើរបៀបវារៈសំខាន់អ្វីខ្លះនៅក្នុងព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិរបស់កម្ពុជាថ្មីចាស់វត្តមានរបស់លោករ៉ាន់រឿយដែលជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិនឹងចូលខ្លួនមកឆ្លើយឆ្លងជាមួយនឹងខ្ញុំដើម្បីលំអិតជុំវិញព័ត៌មាននានាទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីម៉ាក្រុងនៅប្រទេសចិនចាស់លោករ៉ាន់រឿយតើអ្វីជាខ្លឹមសារសំខាន់ដែលលេចចេញពីជំនួបមេដឹកនាំមហាអំណាចប្រចាំអឺរ៉ុបនិងអាស៊ីនាពេលនេះបាទថារីជាការពិតហើយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំងអេម៉ានូអែលម៉ាក្រុងបានកំពុងតែបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅពេលនេះហើយជំនួបនេះគឺជាជំនួបដ៏សំខាន់មួយខ្លឹមសារដ៏សំខាន់ដែលគេបានផ្សព្វផ្សាយជាពិសេសគឺបណ្ដាសារព័ត៌មានរបស់លោកខាងលិចគឺបានផ្ដោតសំខាន់ទៅលើលោកម៉ាក្រុងបានស្នើឲ្យលោកស៊ីជីនពីងនឹងដាក់សម្ពាធទៅកាន់ប្រទេសរុស្ស៊ីឬក៏ថាទៅប្រធានាធិបតីវ្លាឌីមៀរពូទីនឲ្យមានបទឈប់បាញ់នៅឯប្រទេសអ៊ុយក្រែនសម្រាប់ជាការដំណើរនៃការចរចាដែលសហរដ្ឋអាមេរិកកំពុងតែប្រឹងប្រែងដើម្បីរកច្រកចេញសម្រាប់ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាខ្លឹមសារសំខាន់ដែលយើងឃើញគឺចំណុចនេះដែលភាគីខាងពិភពលោកឬក៏ថាលោកខាងលិចជាពិសេសបណ្ដាសារព័ត៌មានដូចជា Reuters អីជាដើមហ្នឹងបានចាប់អារម្មណ៍យ៉ាងខ្លាំងអំពីអ្វីដែលប្រធានាធិបតីបារាំងបានស្នើទៅខាងភាគីចិនឲ្យដាក់សម្ពាធឬក៏ថាគៀបភាគីរុស្ស៊ីឲ្យបញ្ចប់សង្គ្រាមឬក៏ថាឲ្យមានបទឈប់បាញ់មួយនៅឯប្រទេសអ៊ុយក្រែនចំណែកឯភាគីចិនវិញបានន័យថាសារព័ត៌មានរបស់ចិនជាច្រើនហ្នឹងមិនបានលើកឡើងនៅចំណុចសំខាន់ទាំងនេះទេប៉ុន្តែបានលើកឡើងពីចំណុចមួយចំនួនទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិនហើយនិងតំបន់អឺរ៉ុបហើយនៅក្នុងនោះក៏មានការលើកឡើងពីប្រធានាធិបតីចិនហ្នឹងបានស្នើនៅរបៀបវិរៈជាច្រើនទៅនឹងសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិនហើយនិងបារាំងជាពិសេសគឺបារាំងគឺជាមហាអំណាចតំណាងឲ្យអឺរ៉ុបដែលមាន27ប្រទេសហើយនៅក្នុងកិច្ចប្រធានបទជាច្រើនដែលភាគីចិនបានលើកឡើងនោះគឺមានទាក់ទងទៅនឹងធម្មពលនុយក្លេអ៊ែរទាក់ទងទៅនឹងធម្មពលស្អាតទាក់ទងទៅនឹងយានអវកាសអីជាដើមដែលភាគីចិននឹងបានស្នើនេះគឺជាខ្លឹមសារដែលយើងឃើញមានការរំលេចឡើងពីភាគីលោកខាងលិចហើយនិងភាគីព័ត៌មានរបស់ប្រទេសចិនដែលយើងឃើញមានការផ្សព្វផ្សាយក្រោយជំនួបដែលកំពុងតែធ្វើឡើងនៅថ្ងៃទី4ខែធ្នូនេះបាទចានៅក្នុងជំនួបនោះតើលោកម៉ាក្រុងបាននិយាយអ្វីខ្លះទៅកាន់លោកស៊ីជីនពីងចាបាទជាការពិតហើយនៅក្នុងជំនួបនោះលោកប្រធានាធិបតីបារាំងអេម៉ានូអែលម៉ាក្រុងដែលជាយើងដឹងហើយថាប្រទេសបារាំងគឺជាមហាអំណាចដ៏សំខាន់មួយនៅតំបន់អឺរ៉ុបហើយក៏ដូចជាភាគីមួយដែលគ្រប់គ្រងអ៊ុយក្រែននៅក្នុងការតតាំងជាមួយនឹងរុស្ស៊ីក្នុងពេលកន្លងមកហើយអ្វីជាការសំខាន់ដូចខ្ញុំបានលើកឡើងមុនបន្តិចគឺជាការសំខាន់ដែលលោកប្រធានាធិបតីរបស់បារាំងបានស្នើជាសំខាន់នោះគឺស្នើឲ្យភាគីចិនហ្នឹងបានដាក់សម្ពាធទៅប្រទេសរុស្ស៊ីឲ្យមានអនុវត្តបទឈប់បាញ់មួយដែលអាចកើតមានដើម្បីធ្វើយ៉ាងណាធានាឲ្យមានដំណើរការនៃការចរចារកសន្តិភាពហ្នឹងឆ្ពោះទៅមុខជាការសំខាន់ផ្សេងទៀតគឺថាប្រធានាធិបតីបារាំងបានស្នើឲ្យមានការដាក់ចេញនៅវិធានការប្រកបដោយភាពវិជ្ជមានឲ្យបានច្រើនបន្ថែមទៀតជាពិសេសគឺថាការរក្សាឲ្យមាននៅតុល្យភាពពាណិជ្ជកម្មរវាងចិនហើយនិងបារាំងក៏ដូចជាអឺរ៉ុបដែរ
ដោយសារតែសម្ពាធជាច្រើនពីប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានដាក់ពន្ធបដិការអីផ្សេងធ្វើឲ្យពិភពលោកមានការរាំងស្ទះឬក៏ថាអាចថាមានការជួបឧបសគ្គទៅលើវិស័យពាណិជ្ជកម្មហ្នឹងគឺថាភាគីបារាំងដែលជាមេឬក៏ថាជាប្រទេសដ៏សំខាន់មួយនៅតំបន់អឺរ៉ុបហ្នឹងគឺបានស្នើឲ្យភាគីចិនហ្នឹងបានរក្សានៅទំនាក់ទំនងពាណិជ្ជកម្មហ្នឹងឲ្យមានតុល្យភាពកន្លងមកយើងដឹងហើយថាប្រទេសចិនដែលជាប្រទេសផលិតរថយន្តអគ្គិសនីច្រើនហើយប្រទេសចិនហ្នឹងក៏ជាអ្នកនាំចេញទៅកាន់ទីផ្សារអឺរ៉ុបច្រើនហ្នឹងក៏រួងសម្ពាធពីខាងអឺរ៉ុបដោយសារតែការដាក់សម្ពាធនៅពន្ធថ្មីក៏ដូចជាការរឹតបន្តឹងការនាំចូលនៅរថយន្តអគ្គិសនីក៏ដូចជាសម្ភារៈមួយចំនួនទំនិញមួយចំនួនពីទីផ្សារចិនទៅកាន់អឺរ៉ុបដែរដូច្នេះហើយភាគីទាំងពីរគឺថាបានប្រឹងប្រែងក្នុងការរក្សាធ្វើម៉េចឲ្យលំហូរពាណិជ្ជកម្មលំហូរទំនិញពីភាគីអឺរ៉ុបហើយនិងចិនហ្នឹងទៅនៅដំណើរការបានដើម្បីបញ្ជៀសផលប៉ះពាល់ដែលយើងឃើញជាក់ស្ដែងគឺពីភាគីសហរដ្ឋអាមេរិកដែលធ្វើឲ្យមានភាពប្រែប្រួលយ៉ាងខ្លាំងនៅក្នុងការនាំចេញទំនិញឬក៏ថាការផ្លាស់ប្ដូរទំនិញនៅក្នុងពិភពលោកនេះគឺជាអ្វីដែលយើងឃើញភាគីខាងបារាំងបានប្រឹងប្រែងដាក់ឲ្យមានការអនុវត្តឲ្យមានតុល្យភាពស្មើគ្នាឬក៏ថាមានរក្សាទំនាក់ទំនងជាមួយនឹងចិនហ្នឹងឲ្យបានល្អហើយក៏ដូចជារក្សាឲ្យមានធ្វើដំណើរទៅមុខដោយបញ្ជិះនៅឧបសគ្គផ្សេងៗដែលជាការរាំងស្ទះទៅដល់ផលលំបាកក្នុងវិស័យពាណិជ្ជកម្មបាទចាំមុននេះលោកបានលើកឡើងហើយតើតើទៅនឹងការលើកឡើងរបស់ប្រធានាធិបតីបារាំងលោកម៉ាក្រុងដូច្នេះងាកមកកាន់ប្រធានាធិបតីចិនលោកស៊ីជីនពីងវិញតើលោកស៊ីបានលើកឡើងអ្វីខ្លះដែលគួរឲ្យចាប់អារម្មណ៍ឬទេលោករ៉ាន់រ៉េសម្រាប់ភាគីចិនដែលបានលើកឡើងនៅក្នុងជំនួបនោះគឺថាបើតាមយោងតាមសារព័ត៌មានដូចជា Xinhua របស់ប្រទេសចិន China Daily ឬក៏ថា China Morning Post China Morning Post អីជាដើមនោះគឺបានបង្ហាញឲ្យឃើញថាភាគីចិនគឺទាមទារម្ដងហើយម្ដងទៀតឲ្យមានប្រទេសផ្សេងឬក៏ថាជាពិសេសនៅប្រទេសតំបន់អឺរ៉ុបសំខាន់ហ្នឹងឲ្យភាគីទាំងអស់ហ្នឹងគឺអនុវត្តនៅពហុភាគីនិយមបានន័យថាប្រកាន់ភ្ជាប់ពាណិជ្ជកម្មដែលធ្វើពាណិជ្ជកម្មក្នុងពេលកន្លងមកនេះគឺថាប្រកាន់យកនៅជំហរភាគីនិយមមិនឲ្យប្រែប្រួលទៅរកភាគីទ្វេភាគីទេយើងដឹងហើយថាចាប់តាំងពី Donald Trump បានឡើងកាន់អំណាចគឺថាភាគីសហរដ្ឋអាមេរិកបាន prefer ឬក៏ថាបានពេញចិត្តពេញនិយមឬក៏ថាចូលចិត្តងាកមករកទំនោរធ្វើពាណិជ្ជកម្មបែបទ្វេភាគីវិញប៉ុន្តែយ៉ាងណាក៏ដោយគឺថាប្រទេសចិនគឺនៅតែបន្តលើកកម្ពស់លើកស្ទួយជាជំហររបស់ភាគីនិយមបានន័យថាប្រទេសតូចក៏មានតម្លៃស្មើប្រជែងស្មើគ្នាជាមួយនឹងប្រទេសធំដែរដូច្នេះហើយបានន័យថាប្រកាន់យកពហុភាគីនិយមគឺអនុវត្តតាមគោលការណ៍ដែលធ្លាប់ធ្វើកន្លងមកដែលធ្វើឲ្យទំនិញហ្នឹងគឺថាមានចរន្តយន្តការដែលធ្លាប់ដោះដូរពាណិជ្ជកម្មបែបណាហ្នឹងគឺថាបន្តធ្វើបែបហ្នឹងនេះគឺជាអ្វីដែលយើងឃើញថាភាគីចិនបានទាមទារឬក៏ថាបានស្នើក៏ដូចជាការលើកទឹកចិត្តភាគីបារាំងឲ្យអនុវត្តបែបហ្នឹងហើយជាការកត់សម្គាល់បែបម្យ៉ាងទៀតនោះគឺថាភាគីចិនហ្នឹងគឺបន្តឲ្យភាគីបារាំងនឹងអនុវត្តនៅពាណិជ្ជកម្មក៏ដូចជាទំនាក់ទំនងបែបប្រពៃណីដែលមានជាយូរលង់មកហើយនេះគឺថាងាកទៅលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរហ្នឹងឲ្យបានច្រើនថែមទៀតទៅលើវិស័យមួយចំនួនឧទាហរណ៍មានវិស័យអាកាសចរវិស័យយានអវកាសហើយនឹងធម្មពលនុយក្លេអ៊ែរសេដ្ឋកិច្ចបៃតងដែលបច្ចុប្បន្នហ្នឹងមានពេញនិយមមែនទែននៅលើពិភពលោកដែលពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចបៃតងហៅថា Green Economy ហើយក៏មានសេដ្ឋកិច្ច Digital ក៏ដូចជាផ្នែកឱសថជីវសាស្ត្រគឺ Bio Pharmaceutical ហើយនឹងបច្ចេកវិទ្យា AI ក៏ដូចជាធម្មពលថ្មីបន្ថែមទៀតនេះគឺជាអ្វីដែលខាងភាគីលោកស៊ីបានប្រាប់ទៅភាគីលោក Emmanuel Macron ដែលបានត្រូវចុះផ្សាយដោយសារព័ត៌មានរបស់ប្រទេសចិនសំខាន់ថារីបាទចាតាមរយៈការតាមដានរបស់លោកស្ដីពីជំនួបរវាងលោកម៉ាក្រុងនិងលោកស៊ីនេះតើមានការវិភាគយ៉ាងណាខ្លះចាស់នៃជំនួបរវាងមេដឹកនាំមហាអំណាចទាំងពីរនេះចាបាទអ្វីក្រៅពីយើងឃើញនៅតាមបណ្ដាសារព័ត៌មានរវាងលោកខាងលិចហើយនិងសារព័ត៌មានរបស់ប្រទេសចិនដែលបានចុះផ្សាយមានលក្ខណៈផ្សេងគ្នាហើយក៏ចាប់មុំផ្សេងគ្នាបែបនេះក៏មានការវិភាគមួយចំនួនដែរថាជំនួបរបស់ប្រធានាធិបតីបារាំងហើយនិងប្រធានាធិបតីចិននៅពេលនេះគឺជាជំនួបមួយដ៏មានសារៈសំខាន់នៅក្នុងពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកឬក៏ថារដ្ឋបាលរបស់លោក Donald Trump ហ្នឹងបានប្រឹងប្រែងដើម្បីរកច្រកចេញសម្រាប់ការបញ្ចប់
សង្គ្រាមបង្ហូរឈាមនៅឯប្រទេសអ៊ុយក្រែនដែលរហូតមកដល់ពេលនេះគឺថានៅសល់តែប្រមាណជា2ខែទៀតប៉ុណ្ណោះជាងទេគឺថាគម្រប់ខួប4ឆ្នាំទៅហើយសម្រាប់សង្គ្រាមនៅប្រទេសអ៊ុយក្រែនដូច្នេះហើយជំនួបរវាងមេដឹកនាំកម្ពុជាទាំងពីរនេះគឺជាជំនួបនយោបាយដ៏សំខាន់នៅក្នុងភូមិសាស្ត្រនយោបាយបច្ចុប្បន្នដែលថាប្រធានាធិបតីម៉ាក្រុងគឺស្ថិតនៅក្នុងភាគីសហរដ្ឋអាមេរិកក៏ដូចជាភាគីអ៊ុយក្រែនចំណែកឯប្រធានាធិបតីស៊ីជីនពីងគឺស្ថិតនៅក្នុងចំណោមសម្ព័ន្ធមិត្តជាមួយនឹងភាគីរុស្ស៊ីដូច្នេះហើយជំនួបភាគីទាំងពីរនេះនឹងអាចនាំយកនៅប្រធានបទនៃការចរចាដើម្បីដាក់សម្ពាធឬក៏ថារកដំណោះស្រាយឲ្យភាគីចំនួនដែលនៅសងខាងរៀងៗខ្លួននឹងទទួលយកដើម្បីឈានទៅឆ្ពោះទៅរកការចរចារកចំណុចស្របដើម្បីបញ្ចប់សង្គ្រាមនៅពេលខាងមុខនេះគឺជាអ្វីដែលយើងមានការលើកឡើងពីខាងសារព័ត៌មានក៏ដូចជាមានការវិភាគខាងក្រៅមួយចំនួនហើយយើងឃើញដែរថាភាគីចិនគឺកន្លងមកគឺតែងតែមិនបានបង្ហាញជំហរគ្រប់គ្រងរុស្ស៊ីទេប៉ុន្តែភាគីខាងលោកខាងលិចគឺដឹងច្បាស់ហើយថាគឺភាគីចិនគឺនៅជាមួយរុស្ស៊ីហើយជាការដឹងមួយទៀតគឺថាភាគីចិនហ្នឹងឬមិនឲ្យរុស្ស៊ីហ្នឹងចាញ់សង្គ្រាមទេដូច្នេះហើយនេះគឺជាចំណុចដែលលំបាកមួយនៅក្នុងបរិបទដែលបញ្ចប់សង្គ្រាមនៅឯប្រទេសអ៊ុយក្រែននោះបាទហើយជាការកត់សម្គាល់បន្ថែមទៀតនោះគឺថាភាគីចិនហ្នឹងក៏អាចស្នើឲ្យភាគីបារាំងដាក់សម្ពាធឬក៏ថាដាក់សម្ពាធទៅកាន់ភាគីជប៉ុនដែលមានចំនួនវោហាសាប់ផ្នែកការទូតជាមួយនឹងចិននៅពេលបច្ចុប្បន្ននេះឬក៏ថាការទំនាក់ទំនងជាមួយនឹងបង្កើនទំនាក់ទំនងជាមួយនឹងបារាំងនៅពេលនេះគឺធ្វើឲ្យប្រទេសជប៉ុនស្ថិតនៅកាន់តែឆ្ងាយពីសម្ព័ន្ធមិត្តរបស់ខ្លួននេះគឺជាអ្វីដែលមានការលើកឡើងវិភាគនៅឯខាងក្រៅដែលមិនមានការលើកឡើងនៅក្នុងសារព័ត៌មានដែលនៅក្នុងជំនួបក្រោយជំនួបរវាងមេដឹកនាំសំខាន់ទាំងពីរនេះទេថារីបាទចាសសូមអរគុណលោករ៉ាន់រ៉េដែលបានចូលខ្លួនមកលំអិតព័ត៌មានទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងទៅកាន់ប្រទេសចិននាពេលនេះអរលោកនាងកញ្ញាជាទីមេត្រីប្រធានាធិបតីតៃវ៉ាន់លោកឡៃឈិងតេចាស់បានបោះសម្ដីឲ្យចិនផ្ដោតទៅលើសេដ្ឋកិច្ចដែលកំពុងស្ថិតនៅក្នុងស្ថានភាពមិនល្អមិនមែនការពង្រីកទឹកដីទេប្រធានាធិបតីតៃវ៉ាន់លោកឡៃឈិងតេបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times កាលពីថ្ងៃទី3ខែធ្នូថាសេដ្ឋកិច្ចក្នុងប្រទេសចិនកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ដូច្នេះហើយប្រធានាធិបតីស៊ីជីនពីងគួរតែផ្ដោតលើការកែលម្អជីវិតរបស់ប្រជាជនរបស់លោកមិនមែនការពង្រីកទឹកដីទេថ្លែងទៅកាន់កិច្ចប្រជុំកំពូល Dealbook ក្នុងទីក្រុង New York លោកឡៃបាននិយាយថាសេដ្ឋកិច្ចតៃវ៉ាន់ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង 7.37% នៅឆ្នាំនេះខណៈពេលដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានប្រមាណថាកំណើនប្រទេសចិននឹងមានត្រឹមតែជាង 4% បន្តិចប៉ុណ្ណោះពលគឺសេដ្ឋកិច្ចចិនពិតជាកំពុងជួបការលំបាកពិតមែនលោកបានបន្ថែមថាយើងសង្ឃឹមយ៉ាងស្មោះស្ម័គ្រថានៅពេលដែលប្រទេសចិនប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចប្រធានាធិបតីស៊ីជីនពីងនឹងផ្ដោតមិនមែនជាការពង្រីកទឹកដីទេប៉ុន្តែលើការកែលម្អសុខុមាលភាពរបស់ប្រជាជនចិនវិញបន្ថែមពីនោះលោកឡៃឈិងតេបាននិយាយទៀតថាសមយុទ្ធយោធារបស់ចិនដែលផ្ដោតលើតៃវ៉ាន់កាន់តែញឹកញាប់និងខ្លាំងក្លាឡើងដែលពួកគេបានបង្កើតសម្ពាធនិងនយោបាយប្រឆាំងនឹងតៃវ៉ាន់ក្នុងពេលជាមួយគ្នានេះយុទ្ធនាការអធិបរណសេរីឯកភាពរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ក៏កាន់តែធ្ងន់ធ្ងរឡើងផងដែរមិនតែប៉ុណ្ណោះបើតាមមេបញ្ជាការនិងមន្ត្រីអាមេរិកមួយចំនួនបានលើកឡើងដែរថានាពេលកន្លងមកលោកស៊ីជីនពីងធ្លាប់ប្រកាសពីបំណងដោយនាំយកកោះតៃវ៉ាន់ប្រជាធិបតេយ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់បកកុម្មុយនីសចិនលោកក៏បានបញ្ជាឲ្យយោធាចិនធ្វើឲ្យខ្លួនឯងមានសមត្ថភាពត្រៀមដណ្ដើមយកនៅឆ្នាំ2027បើទោះបីជារដ្ឋាភិបាលតៃវ៉ាន់បដិសេធការទាមទារទឹកដីពីទីក្រុងប៉េកាំងក៏ដោយទស្សនិកជនប្រមុខអង្គការ NATO ចាស់ប្រមានទៅប្រធានាធិបតីវ្លាឌីមៀពូទីនវិញថាសម្ព័ន្ធមិត្តត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងរុស្ស៊ីអគ្គលេខាធិការអង្គការ NATO លោកម៉ាក់រូតេបានព្រមានកាលពីថ្ងៃទី3ខែធ្នូឆ្នាំ2025ថាសម្ព័ន្ធមិត្តខ្លួនត្រៀមរួចជាស្រេចនឹងមានឆន្ទៈនៅក្នុងការការពារទឹកដីប្រឆាំងនឹងរុស្ស៊ីមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីវ្លាឌីមៀពូទីនបានគំរាមអឺរ៉ុបដោយសង្គ្រាមពេញទំហឹងយោងតាម New York Post ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស NATO នៅក្នុងទីក្រុង Brussels លោករ៉ូតេបាននិយាយថាអាកប្បកិរិយាប្រហើនរបស់រុស្ស៊ីរួមទាំងការរំលោភដែនអាកាសម្ដងហើយម្ដងទៀតនៅក្នុងអំឡុងពេលនៃការវាយប្រហារលើអ៊ុយក្រែនបានបង្កើនហានិភ័យសម្រាប់សម្ព័ន្ធមិត្តលោកបានលើកឡើងថា NATO គឺជាសម្ព័ន្ធមិត្តការពារយើងនឹងនៅតែជាសម្ព័ន្ធមិត្តការពារដដែលប៉ុន្តែកុំយល់ច្រឡំយើងត្រៀមខ្លួនរួចជាស្រេចនិងមានឆន្ទៈនៅក្នុងការធ្វើអ្វីដែលចាំបាច់ដើម្បីការពារប្រជាជនរបស់យើងចំនួន 1000 លាននាក់
និងធានាទឹកដីរបស់យើងទោះបីជាគ្មានវត្តមានតំណាងអាមេរិកនៅក្នុងកិច្ចចរចានោះក៏ដោយក៏លោករូតេបានអះអាងថាលោកបានតាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីការបរទេស Marco Rubio ដែលបានបើកកិច្ចពិភាក្សាបទឈប់បាញ់ជាមួយមន្ត្រីអ៊ុយក្រែននៅទីក្រុង Miami លោកបានកោតសរសើរចំពោះការចូលរួមរបស់ប្រធានាធិបតី Donald Trump នៅក្នុងការចរចាសន្តិភាពនាពេលថ្មីៗនេះប៉ុន្តែបានប្រមានថាការសម្រេចចិត្តបានសន្តិភាពនេះមិនមែនជាអ្វីដែលអាចបញ្ចប់បានដោយត្រង់នោះទេការប្រមាននេះបានធ្វើឡើងខណៈសហភាពអឺរ៉ុបបានបង្ហាញសំណើមួយដើម្បីប្រើប្រាស់ប្រហែលពាក់កណ្ដាលនៃទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកជាង 100,000 លានអឺរ៉ូដែលរក្សាទុកនៅអឺរ៉ុបដើម្បីគាំទ្រដល់រដ្ឋាភិបាលនិងយោធាអ៊ុយក្រែននៅក្នុងរយៈពេល2ឆ្នាំខាងមុខទៀតប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថាថ្ងៃនេះយើងកំពុងផ្ញើសារយ៉ាងមុតមាំទៅកាន់ប្រជាជនអ៊ុយក្រែនយើងនៅជាមួយពួកគេនៅក្នុងរយៈពេលយូរអង្វែងប្រទេសបែលហ្សិកដែលបានកាន់កាប់ទ្រព្យសម្បត្តិបង្កក់ភាគច្រើនតាមរយៈក្រុមហ៊ុន Euroclear ដែលមានមូលដ្ឋាននៅទីក្រុង Brussels បានសម្ដែងការស្ទាក់ស្ទើរយ៉ាងខ្លាំងរដ្ឋមន្ត្រីការបរទេស Maxine Prevett បានប្រាប់ថាផែនការប្រើប្រាស់លុយនេះជាវត្ថុបញ្ចាំសម្រាប់ការខ្ចីប្រាក់សំណងបានបង្កហានិភ័យសេដ្ឋកិច្ចហិរញ្ញវត្ថុនិងច្បាប់ធំៗហើយបានប្រមានថា Basic មិនគួរត្រូវបានទុកឲ្យប្រឈមមុខនឹងហានិភ័យតែម្នាក់ឯងនោះឡើយយ៉ាងណាមិញលោកស្រី von der Leyen បានការពារគម្រោងនេះដោយលើកហេតុផលថាវានឹងពង្រឹងជំហររបស់ទីក្រុងគៀវនៅក្នុងកិច្ចចរចាសន្តិភាពនិងគូបញ្ជាក់ប្រាប់ទីក្រុងមូស្គូថាការបន្តអូសបន្លាយសង្គ្រាមនឹងត្រូវចំណាយថ្លៃដើមខ្ពស់សម្រាប់ពួកគេជាការកត់សម្គាល់សំណើរបស់ EU និងតម្រូវឲ្យមានការអនុម័តជាឯកច្ឆន្ទពីបណ្ដាប្រទេសជាសមាជិកទាំង27នៃប្លុកនេះទស្សនិកជនថ្មីនេះមានការបែកធ្លាយរូបថតនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលជាមួយនឹងមេក្រុមឧក្រិដ្ឋកម្មអនឡាញកំពុងផ្ទុះការសង្ស័យចាទោះបីជាយ៉ាងណាក៏ដោយលោកអនុទានបានចេញមកច្រានចោលហើយអះអាងថារូបភាពនោះគឺជារឿងចៃដន្យប្រជាជនថៃកំពុងផ្ទុះការវែកញែកនិងចោទជាសំណួរជុំវិញរូបថតបែកធ្លាយមួយសន្លឹកដែលបង្ហាញពីនាយករដ្ឋមន្ត្រីអនុទានឆាន់វីរៈគុលថតជាមួយមេ scammer ឈ្មោះថា Ben Smithតាមការផ្សាយរបស់អមរិននៅថ្ងៃប្រហ័សទី4ខែធ្នូឆ្នាំ2025នៅក្នុងរូបថតជាក្រុមនោះគេឃើញលោកអនុទានពាក់អាវធំឈរនៅចុងគេចំណែក Smith ពាក់អាវយឺតពណ៌ខ្មៅឈរនៅចន្លោះមនុស្ស3នាក់ទៀតនៅទីតាំងដែលគេមិនបញ្ចេញ Smith និងបុរសម្នាក់ទៀតដែលមានឈ្មោះថា Jim Liak គឺជាពាណិជ្ជករបរទេសដែលសហរដ្ឋអាមេរិកដាក់ឈ្មោះថាជាបុគ្គលដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញអន្តរជាតិអ្នកទាំងពីរមានក្រុមហ៊ុននៅប្រទេសថៃហើយភរិយារបស់ពួកគេក៏មានភាគហ៊ុននៅក្នុងវិស័យអចលនទ្រព្យនិងអាកាសចរឯកជនដែលជាអាជីវកម្មត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីបិទបាំងថវិកាខុសច្បាប់ផងដែររូបថតនេះត្រូវបានទម្លាយបន្ទាប់ពីការិយាល័យប្រឆាំងការលាងលុយកខ្វក់បានរឹបអូសទ្រព្យសម្បត្តិជាង 9,000 លានបាតនៅក្នុងករណីលាងលុយកខ្វក់របស់ Smith យ៉ាងណាមិនមែនតែលោកអនុទាននោះទេជាមួយគ្នានោះក៏មានការទម្លាយរូបថតរបស់ Smith ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឯកនីតិឋានប្រផាន់ជាមួយមេ scammer រូបនេះផងដែររូបថតទាំងនេះកំពុងចោទជាសំណួរនឹងធ្វើឲ្យផ្ទុះការសង្ស័យយ៉ាងខ្លាំងអំពីទំនាក់ទំនងរវាងមន្ត្រីជាន់ខ្ពស់ថៃជាមួយមេ scammer ប៉ុន្តែមិនទាន់មានការបំភ្លឺពីលោកអនុទាននិងឯកនីតិនោះទេ